ថ្ងៃនេះយើងទទួលបានរឿងរ៉ាយរ៉ាប់ពីប្រិយមិត្តរបស់យើងដែលគាត់គឺជាអ្នកភូមិក្តីតាកុយបងប្អូនអញ្ចឹងខ្ញុំសូមហៅគាត់ថាបងក្តីទៅគាត់បានសរសេរមកថាសួស្តីបងអូនរតនាបងអូនមនោរតនិងសហការីទាំងអស់បងតែងតែស្ដាប់រឿងបងអូនជារឿយៗមិនថាតាមរយៈ YouTubeឬក៏ Facebook នោះទេពេលស្ដាប់រួចគឺបងជក់ចិត្តនិងស្លងអារម្មណ៍ជាមួយនឹងការបញ្ចេញបញ្ចូលរបស់បងអូនពិតជាពីរោះខ្លាំងណាស់បងចូលចិត្តស្ដាប់រឿងរន្ធត់របស់បងអូនជាពិសេសហ្នឹងគឺរឿងខ្មោចនឹងតែម្ដងប៉ុន្តែកាលពីមុនបងគឺជាមនុស្សដែលមិនដែលជួបឬក៏ឃើញខ្មោចព្រាយបិសាចអ្វីនោះដែរទើបតែមួយរយៈក្រោយមកនេះទេប្រហែលជារាសីដាក់ហើយមើលទៅពេលខ្លះឃើញខ្មោចទាំងថ្ងៃជួនកាលក្រឡេកភ្នែកទៅក៏ឃើញតែម្ដងពេលនោះខ្លាចរហូតដល់ថ្នាក់ឈឺធ្ងន់ទៀតផងសក់ចេញស្កើពេញក្បាលចាស់ជាងតាអាយុ90ឆ្នាំទៅទៀតនេះគឺជារឿងពិតដែលកើតឡើងចំពោះបងមុនរដូវចូលឆ្នាំយើងមកដល់បងក្តីបានទៅលេងភ្លេងពិណពាទ្យនៅឯខេត្តកំពង់ស្ពឺអញ្ចឹងបានន័យថាគាត់គឺជាអ្នកលេងភ្លេងបុរាណខ្មែរជាមួយនឹងក្រុមភ្លេងរបស់គាត់នៅវត្តមួយក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាដែលបានប្រារព្ធធ្វើឡើងចំនួន3យប់4ថ្ងៃជាប់គ្នាពេលនោះដោយសារតែខ្លាចយឺតនៅក្នុងការធ្វើដំណើរពួកយើងក៏បានចេញទៅមុនមួយថ្ងៃដើម្បីការពារកុំឲ្យមានភាពយឺតយ៉ាវឬក៏ខកខានខូចកម្មវិធីរបស់គេណាមួយក៏ដើម្បីបានស្គាល់ពីទីតាំងភូមិសាស្ត្រនិងប្រជាជនរបស់យើងដែលរស់នៅទីនោះដែរម្យ៉ាងទៀតក៏អាចជួយឲ្យពួកយើងបានសុខស្រួលក្នុងចិត្តខ្លះដែរព្រោះការធ្វើដំណើរឆ្ងាយចាកពីទីត្រូវរក្សាសុខជាមួយនឹងម្ចាស់ស្រុកគឺជារឿងសំខាន់ដោយមានការរៀបចំកន្លែងស្នាក់នៅយ៉ាងសមរម្យពីសំណាក់ព្រះសង្ឃនិងលោកអ៊ំគណៈកម្មាធិការវត្តពួកយើងពិតជាមានអារម្មណ៍ថាកក់ក្ដៅយ៉ាងខ្លាំងហើយនៅតែរក្សាទំនាក់ទំនងល្អជាមួយនឹងអ្នករស់នៅទីនោះជាពិសេសបងប្អូនអ្នកភូមិដែលរស់នៅជុំវិញវត្តតែម្ដងពេលវេលានៅសល់មួយថ្ងៃទៀតទៅមកដល់ថ្ងៃសូត្រមន្តនៃពិធីបញ្ចុះខណ្ឌសីមាសល់ពេលមិនច្រើនដែរលោកពូម្នាក់ដែលរស់នៅទីនោះគាត់ក៏បានបបួលបងក្តីនឹងទៅទទួលទានអាហារថ្ងៃត្រង់នៅឯផ្ទះគាត់ហើយនឹងក្រុមគ្រួសារពិតជាមានចិត្តល្អខ្លាំងណាស់រៀបចំបាយទឹកនំចំណីទទួលក្រុមបងក្តីដូចជាសាច់ញាតិបងប្អូនបង្កើតរបស់ពួកគាត់អញ្ចឹងហើយបងក្តីក៏បន្តទៀតថាពួកយើងនាំគ្នាហូបបាយបណ្ដើរជជែកគ្នាលេងបណ្ដើរនិយាយពីនេះពីនោះរហូតដល់ម៉ោង12ថ្ងៃត្រង់ល្មមស្រក់ពោះម្ចាស់ផ្ទះក៏បានឲ្យអ្នកលក់ទឹកត្នោតជូរនៅក្នុងភូមិនោះយកទឹកត្នោតជូរមកឲ្យគាត់ដល់ផ្ទះតែម្ដងហើយពួកយើងក៏បន្តកម្មវិធីជួបជុំគ្នាផឹកស៊ីបន្តទៀតនៅខាងក្រោយផ្ទះគាត់តែម្ដងជាមួយនឹងម្លប់ឈើមួយដ៏សែនត្រជាក់ត្រឈឹងត្រឈៃខ្យល់អាកាសបរិសុទ្ធណាស់ធម្មជាតិស្រុកស្រែពិតជាស្រស់ស្អាតខ្លាំងណាស់ពួកយើងក៏បន្តការផឹកស៊ីទះដៃរំច្រៀងយ៉ាងសប្បាយដោយមិនបានចាក់ធុងបាសបង្កសំឡេងរំពងរំខានដល់អ្នកជិតខាងឡើយនៅពេលនោះរៀងស្រវឹងស្រឿងដែរដោយសារតែខ្ញុំមិនសូវចេះផឹកស្រាឬក៏ទឹកត្នោតជូរជាពិសេសគ្រឿងស្រវឹងទាំងអស់នោះដូចគេបានត្រឹមតែមួយក្អឹកក៏វិលមកខ្ញាល់ទៅហើយគឺថាផែនដីក្រឡាប់ចាស់អស់ហើយអង្គុយជុំគ្នាជិត20នាក់ទាំងក្រុមភ្លេងម្ចាស់ផ្ទះនិងបងប្អូនអ្នកជិតខាងមួយចំនួនទៀតនោះខ្លះច្រៀងស្គរដៃខ្លះអង្គុយទះដៃលេងខ្លះអង្គុយវាយធុងពេត្រូធ្វើជាបទភ្លេងខ្លះជជែកគ្នាពីនេះពីនោះខុសអីតែខ្ញុំឯនេះអង្គុយបណ្ដើរមើលនេះមើលនោះបណ្ដើរតែវាចង្រៃអីភ្នែកខ្ញុំក៏ដៀងទៅចំដើមត្នោតដែលកំបុតក្បាលដែលដុះនៅលើភ្លឺស្រែក្បែរដើមជ្រៃនៅក្បែរនោះប្រហែលជា100ម៉ែត្រពីកន្លែងអង្គុយខ្មោចលងធ្វើជាដើរសម្ដៅទៅរកដើមត្នោតកំបុតក្បាលនោះបងប្អូនដើរសុកវាក៏បង្វិលក្បាលងាកមករកខ្ញុំហើយភ្នែកវាសម្លឹងមុខខ្ញុំស្ទើរតែលៀនភ្នែកជ្រុះធ្លាក់មកដីទៅហើយពុទ្ធោអើយក្បាលវាវិលមកក្រោយឯដងខ្លួនវានៅដដែលប៉ុន្តែវាគ្មានជើងនោះទេខ្ញុំបែកញើសចូលក្បាលស្វាងស្រាចេះតែម្ដងតែក៏ព្យាយាមធ្វើជាយកទឹកមកលុកមុខព្រោះបើប្រាប់គេថាបានជួបខ្មោចទាំងថ្ងៃក៏គ្មានអ្នកណាគេជឿដែរស្រួលមិនស្រួលគេថាមកពីយើងផឹកស្រាស្រវឹងទៀតក៏ថាបាននៅពេលនោះខ្ញុំភ័យណាស់ព្យាយាមតាំងចិត្តថាមិនខ្លាចទេតែជើងវិញញ័រអស់ហើយបន្តិចក្រោយមកខ្ញុំចង់ដឹងថាវាទៅវិញបាត់ឬនៅខ្ញុំក៏ដៀងភ្នែកសម្លឹងទៅមើលម្ដងទៀតហើយធូរទ្រង់បន្តិចអត់ឃើញខ្មោចនោះទៀតទេរៀបនឹងគិតថាអស់អីទៅហើយស្រាប់តែម៉ែអើយម្ដងនេះខ្ញុំឃើញខ្មោចមកឈរក្បែរខ្លួនខ្ញុំទាំងស្រស់តែម្ដងខ្ញុំឃើញខ្លួនវាហូរសុទ្ធតែឈាមព្រមទាំងលើកដៃចង្អុលមកខ្ញុំទៀតប៉ុន្តែខ្មោចនោះអត់មានក្បាលទេវ៉ាវជក់របស់ពិតហើយទាំងថ្ងៃតែម្ដងខ្ញុំនៅមិនបានទៀតទេលេងអីអញ្ចឹងពេលនោះខ្ញុំសឹងតែលុះប្រលឹងស្លាប់ព្រោះកំពុងតែភ័យផង
ក៏មានគ្នាខ្ញុំម្នាក់ទៀតដើរមកផ្ទះស្មាពីក្រោយផឹបខ្ញុំភ្ញាក់ច្រងាងស្រែកមួយពេញទំហឹងថាម៉ែអើយជួយផងម៉ែអើយជួយផងខ្ញុំខ្លាចហើយស្រែកបិទភ្នែកផងយំផងអញ្ចឹងណាពេលនោះមិត្តភក្តិខ្ញុំម្នាក់ទៀតគាត់ក៏និយាយលេងបែបផ្សាយចំអកឲ្យខ្ញុំថាយីអាននេះស្រវឹងហើយចោទថាអញនឹងជាខ្មោចទៀតចាប់ហ្មងហើយគាត់នាំគ្នាសើចអញ្ចឹងទៅតែខ្ញុំក៏មិនបានឆ្លើយតបអ្វីភ្លាមដែរព្រោះមិនទាន់បាត់ភ័យផងឃើញសភាពបែបនោះភ្លាមពូម្ចាស់ផ្ទះនិងអ្នកភូមិដែលកំពុងតែអង្គុយច្រៀងលេងក៏នាំគ្នាផ្អាកសិនហើយងាកមកសួរខ្ញុំថាក្មួយឯងកើតអីបែកញើសជោគសានខោអស់ហើយទៅងូតទឹកសិនទៅចាំមកវិញឮដូច្នេះខ្ញុំក៏ធ្វើតាមគាត់ដើរទៅងូតទឹកនៅក្នុងបន្ទប់ទឹកបដូរខោអាវរួចរាល់ជាស្រេចនិងរកអីញ៉ាំតិចតួចអារម្មណ៍ក៏រៀងធូរស្រាលជាងមុនគួរសមរួចរាល់ហើយខ្ញុំក៏ដើរត្រឡប់ទៅកន្លែងជួបជុំគ្នាវិញភ្លាមនោះក្នុងចំណោមពូអ្នកភូមិក៏បានសួរខ្ញុំថាម៉េចដែរអូនបានធូរស្រាលខ្លះនៅលេងភ័យលេងខ្លាចនៅឮគាត់និយាយអញ្ចឹងណាខ្ញុំក៏មិនទាន់ចាប់អារម្មណ៍អ្វីនោះដែរបានត្រឹមតែឆ្លើយថាបាទពូខ្ញុំលេងអីពូម្នាក់នោះក៏បន្តទៀតថាក្មួយឯងរិស័យដាក់អញ្ចឹងហើយកលេចទៅណាក៏ឃើញគេដែរមិនថាព្រឹកថ្ងៃឬក៏យប់ឡើយនេះគេហៅថាជោគជតាកម្មមកពីយើងធ្លាប់សាងផលកម្មឬក៏បុណ្យបាបជាមួយគ្នាពីមុនមកទើបគេឲ្យយើងមើលឃើញបើបានឃើញហើយយើងមានតែធ្វើបុណ្យបញ្ជូនកុសលឲ្យគេទេក្មួយអើយទើបគេឆាប់បានរួចចាក់ផុតទុក្ខខ្ញុំភ្ញាក់ខ្លួនឲ្យព្រឺតហេតុអីក៏គាត់ដឹងក្រុមខ្ញុំគ្រប់គ្នាស្រឡាំងកាំងអង្គុយស្ដាប់គាត់ឡើងស្វាងទឹកថ្នោតជូរអស់រលីងតែម្ដងបានន័យថាបងប្អូនគឺអ្នកភូមិអ្នកស្រុកហ្នឹងគឺគាត់ដឹងរឿងហ្នឹងទាំងអស់គ្នាប៉ុន្តែអត់មាននរណាគេហ៊ាននិយាយប្រាប់អ្នកចំណូលថ្មីឬក៏អ្នកទៅលេងម្ដងម្កាលនោះទេខ្លាចគេខ្លាចអញ្ចឹងហ៎បងប្អូនបងក្តីក៏បន្តទៀតថាភ្លាមនោះមានពូម្នាក់ទៀតក៏និយាយបន្តស្ដាប់អាបុនទៅវាមានក្រយ៉ៅខ្មោចលងពីមុនណាវាក៏ខ្លាចខ្មោចលងដោយអាអូនឯងដែរតែបានតាចៅអធិការវត្តបញ្យលទើបវាឈប់ខ្លាចកាលនោះវាឈឺប៊ីឆ្កួតទៅហើយរត់ឆ្លេឆ្លាទាំងថ្ងៃស្រែកថាខ្មោចលងឲ្យគេជួយពេញភូមិខ្មោចវាធ្វើអីយើងមិនកើតទេវាធ្វើអីក៏ធ្វើទៅកុំខ្លាចធ្វើតែមិនដឹងមិនលឺទៅតែ3 4ដងវាទៅឯងហើយមិញអាអូនឯងមើលទៅដើមជ្រៃនៅភ្លឺស្រែជាប់ដើមថ្នោតកំអត់ក្បាលហ្នឹងមែនគាត់និយាយហើយក៏ចង្អុលទៅដើមជ្រៃនោះខ្ញុំក៏ឆ្លើយថាបាទពូគាត់ក៏និយាយបន្តទៀតថាពួកវាលេងតែអញ្ចឹងឯងពួកនឹងកម្មក្រាស់ណាស់កាលនៅរស់មួយថ្ងៃមិនខិតខំរកស៊ីអីទេគិតតែដើរផឹកស៊ីវាដំប្រពន្ធកូនយប់ឡើងដើរតាក់ឆ្កែតាមភូមិយកមកធ្វើសាច់ខ្លែមស៊ីយប់មួយនោះមានភ្លៀងមានផ្គររន្ទះបាញ់ខ្លាំងមែនទែនពួកវាជប់ជុំគ្នាផឹកស៊ីនៅក្រោមដើមជ្រៃនោះទាំងភ្លៀងមិនអស់ចិត្តក៏ឡើងលួចយកទឹកថ្នោតគេមកផឹកស៊ីច្រៀងលេងសប្បាយដោយមិនដឹងខ្យល់អីយប់នោះគ្មានសល់ម្នាក់ទេអូនអើយរន្ទះបាញ់ងាប់ទាំងអស់តៃហោងតែម្ដងព្រឹកឡើងមានអ្នកភូមិទៅធ្វើស្រែទៅប្រទះឃើញហើយក៏បង្កការភ្ញាក់ផ្អើលពេញភូមិតែម្ដងអូនឯងដឹងអត់ពេលពួកវាងាប់ថ្មីគ្មានអ្នកភូមិណាបានដេកទេអ្នកមកធ្វើស្រែគឺពួកវាលងគេលងឯងឡើងផ្អើលឆ្កែលូពេញនឹងតែម្ដងយប់ឡើងពួកវាដើរលងគប់ផ្ទះគេទិញស្រាទិញទឹកថ្នោតជូរទៀតផងកាលនោះឆ្កែលូត្រហឹងពេញភូមិសឹងតែរាល់ថ្ងៃដល់មានរឿងអញ្ចឹងទៅអ្នកភូមិនិងតាអាចារ្យវត្តក៏សហការគ្នារៀបចំពិធីសូត្រមន្តរំដោះគ្រោះទៅនៅក្នុងភូមិបានស្ងប់ស្ងាត់ឡើងមកវិញដូចនាពេលបច្ចុប្បន្នហ្នឹងប៉ុន្តែពួកខ្មែរអស់ហ្នឹងវាមិនបានទៅណាឆ្ងាយទេគឺនៅរងកម្មនៅកន្លែងរន្ទះបាញ់នឹងឯងបើរាប់ពីឆ្នាំ1997រហូតមកដល់ឥឡូវហ្នឹងគឺវាចូលជិត27ឆ្នាំទៅហើយអូនអើយស្ដាប់ចប់ខ្ញុំកាន់តែភ័យខ្លាំងក្រុមរបស់ខ្ញុំនាំគ្នាព្រឺសម្បុរបាសរោមខ្ញាក់តែម្ដងមិនគួរណាមកជួបខ្មោចលងទាំងថ្ងៃបែបនេះសោះកាត់រំលងមកដល់ថ្ងៃបុណ្យបញ្ចុះខែសីមាបងប្អូនអើយពេលល្ងាចម៉ោង6ទៅហើយចំពេលដែលព្រះសង្ឃកំពុងតែធ្វើកិច្ចបង់ស្គលភ្នែកខ្ញុំស្រាប់តែក្រឡេកទៅឃើញខ្មោចជាច្រើនអ្នកខ្លះស្លៀកខោអាវដាច់រយេរយ៉ៃទឹកមុខស្លេកស្លាំងរូបរាងស្គមស្គាំងខ្លាំងមែនទែនហើយខ្លះទៀតមិនមានអ្វីបិទបាំងខ្លួនផងក៏មាន
មកសានេះគឺមកឈុតធំតែម្ដងដំបងឡាយខ្ញុំស្មានតែអ្នកសំទៀនតើតែតាមពិតទៅគឺសុទ្ធតែពពួកខ្មោចប្រែតតៃហោងដែលអត់សាច់ញាតិមកជួបជុំគ្នាដើម្បីទទួលសំណែនដែលគេធ្វើបុណ្យបញ្ជូនឲ្យពិតជាគួរឲ្យសោកសង្រេងណាស់ខ្ញុំមើលហើយគឺភ្ញាក់ខ្លួនខ្លាំងមែនទែនចូលមកដល់យប់ឡើងដោយសារតែដេកមិនលក់អបសក់ពេកខ្ញុំក៏ក្រោកទៅដើរលេងម្នាក់ឯងរៀងខ្លាចដែរប៉ុន្តែមិនដឹងធ្វើម៉េចទោះបីជាសំងំបិទភ្នែកយ៉ាងណាក៏គេមិនលក់នៅយប់នោះម៉ោង 11:37 នាទីទៅហើយខ្ញុំដើរចេញមកមើលគេលេងល្ខោននិងមើលនេះមើលនោះដូចជាគេលេងជិះតូងជិះម៉ូតូហោះនិងមើលគេលេងរបស់ច្រើនមុខទៀតត្បិតយប់រៀងច្រើនបន្តិចមែនប៉ុន្តែយូរទៅទើបមានបនម្ដងមនុស្សម្នានៅទីនោះច្រើនកកមើលដាច់កន្ទុយភ្នែកខ្ញុំក៏ថានឹងលេងអីហើយគ្មានជួបខ្មោចអីទៀតទេមនុស្សច្រើនបែបហ្នឹងក៏បន្តដើរសំដៅទៅរកកន្លែងទិញអីញ៉ាំខ្ញុំទិញបានសាច់គោអាំង4ចង្កាក់ក៏ដើរហួសទៅឈរមើលគេលេងល្ខោនតែម្នាក់ឯងគឺនៅពីក្រោមដើមអំពិលបារាំងឬក៏ដើមច័ន្ទគិរីហ្នឹងណាគឺដើមហ្នឹងធំខ្លាំងមែនតើគឺជាដើមដែលធំជាងគេនៅក្នុងវត្តហើយមួយសន្ទុះក្រោយមកស្រាប់តែខ្ញុំហាក់ដូចជាបានឮសំឡេងមនុស្សស្រីចំណាស់និយាយញ័រខ្សើខ្សឹបនៅក្បែរត្រចៀកខ្ញុំថាដាក់អីឲ្យអញស៊ីផងឮភ្លាមខ្ញុំមិនចាប់អារម្មណ៍ទេដោយនឹកស្មានថាអ្នកផ្សេងនិយាយជាមួយគ្នាគេទេមើលទៅតែបន្តិចក្រោយមកក៏ឮសំឡេងនោះម្ដងទៀតដាក់ស្អីឲ្យអញស៊ីផងនិយាយលើកនេះស្រែកកំហុកខ្លាំងមែនទែនហើយក៏បន្តខ្លាំងជាងមុនបន្តិចទៀតថាប្រហើនជីអាប្រហើនអញប្រាប់ហើយថាដាក់ឲ្យអញស៊ីផងវាធ្វើមិនដឹងហែងចង់ងាប់មែនពេលនោះខ្ញុំភ្ញាក់ច្រងាងតែម្ដងមើលឆ្វេងមើលស្ដាំហាក់ដូចជាគ្មានឃើញអ្នកណានិយាយជាមួយខ្ញុំទេម្ដងនេះខ្ញុំគិតក្នុងចិត្តថាទីរយអញមិនអស់ចិត្តខ្ញុំក៏ព្យាយាមសម្លឹងរកមើលក្រែងមានមនុស្សនិយាយជាមួយខ្ញុំមែនតែរកយ៉ាងណាក៏មើលមិនឃើញអ្នកដែលហៅខ្ញុំដែរពេលនោះដោយគិតថាមានសម្លេងគេដាក់បាសពពាយនាយលក់ដូរពីគ្រប់ទិសទីអញ្ចឹងមើលទៅអ៊ូអរណាស់ខ្ញុំគិតថាប្រហែលជាមិនអីទេបំរុងនឹងយកសាច់គោអាំងនឹងដាក់ចូលមាត់ទៅហើយស្រាប់តែដូចជាមានអ្វីទាញកញ្ឆក់សាច់គោនោះឲ្យធ្លាក់ចេញពីដៃជ្រុះទៅលើដីតែម្ដងអូពុទ្ធអើយគេអង្គុយក្រោមគល់ដាបអំពិលទឹកបារាំងទម្លាក់សក់នៅចំមុខបើកភ្នែកធំសឹងប៉ិនពងមាន់ចង្អុលមកខ្ញុំទាំងកំហឹងពេលនោះខ្ញុំមានអារម្មណ៍ថាត្រចៀកខ្ញុំហាក់ដូចជាលេងបានឮសំឡេងគេពពាយនាយលក់នេះលក់នោះទៀតហើយតែប្រែខ្លះជាសំឡេងស្រែកជេរខ្ញុំទៅវិញមនុស្សនៅជុំវិញខ្លួនខ្ញុំទាំងអស់មិនដឹងជាបាត់ទៅណាឬក៏មកពីភ្នែកខ្ញុំព្រិលពេលនោះខ្ញុំមានអារម្មណ៍ថាហាក់ដូចជានៅមួយកន្លែងផ្សេងទៀតដែលស្ថិតនៅក្រោមការឃុំក្រងរបស់គេអញ្ចឹងវាតានតឹងខ្លាំងណាស់គេស្រែកជេរខ្ញុំថាហែងប្រហើនណាស់យើងប្រាប់ឲ្យថាដាក់ស្អីឲ្យអញស៊ីផងតែហែងផ្កើធ្វើមិនដឹងមិនលឺហើយស៊ីបង្អួតអញទៀតតោះតែអញទាញកញ្ឆក់ខាន់ស៊ីទើបឯងធ្វើមើលឃើញអាប្រហើនងាប់ទៅហែងមកនៅជាមួយយើងអញឲ្យហែងមកសាករសជាតិអញម្ដងហាអូព្រឺរោមទាំងអស់គ្នាបបពិសោធន៍នេះគឺធ្វើឲ្យបងក្តីគឺអើយបើយើងជួបគាត់ដូចគាត់វិញមិនដឹងមានអារម្មណ៍បែបណាទេបាទគាត់ជួបពេលថ្ងៃហ្នឹងមិនសូវប្រហែលទេប៉ុន្តែជួបពេលយប់នេះគឺ yes នៅពេលដែលយើងហូបអីតាមផ្លូវឬក៏នៅហូបអីនៅក្នុងហាងអញ្ចឹងណានៅពេលដែលជ្រុះអញ្ចឹងទៅសុកជ្រុះដល់អត់មានហេតុផលចាស់គាត់តែងតែនិយាយថាមិនបាច់ហើទេទុកអីគេទៅគឺគាត់និយាយតែប៉ុណ្្នឹងឯងហើយយើងក៏អត់ដឹងថាគាត់មានន័យថាមិនដែរប៉ុន្តែនៅពេលដែលយើងធំហើយទើបយើងដឹងថាគាត់ចង់សម្ដៅថានឹងប្រហែលជាគេទាញដៃយើងឲ្យជ្រុះដើម្បីសែនឲ្យគេអញ្ចឹងណាអញ្ចឹងមិនបាច់ហើទេសែនឲ្យគេអាហោសកម្មឲ្យគេអញ្ចឹងទៅដើម្បីឲ្យគេបានឆ្អែតផងអញ្ចឹងណាវ៉ាវបងប្អូនខ្ញុំនិយាយហើយខ្ញុំព្រឺសបល់ខ្លាំងមែនតើអើយបងប្អូនហើយបងក្តីក៏បន្តទៀតថាខ្ញុំភ័យហើយនឹងតក់ស្លុតខ្លាំងណាស់ពេលនោះខ្ញុំបានត្រឹមតែបិទភ្នែកយំអង្វរគេសុំទោសគេនឹងព្យាយាមបញ្យល់ហេតុផលតែទោះជាយ៉ាងណាគេក៏មិនបាត់ខឹងនោះដែរខ្មោចស្រីចំណាស់នោះក៏ដើរមកច្របាច់កខ្ញុំពេញទំហឹងតែម្ដងពេលនោះខ្ញុំបាត់បង់ស្មារតីលែងដឹងអ្វីទាំងអស់ស្រាប់តែសក់ព្រឹកឡើងខ្ញុំក៏ភ្ញាក់ដូចទៅងើបពីយល់សពអញ្ចឹងខ្ញុំបានឮសំឡេងមនុស្សនិយាយគ្នាមាត់ចែកចាច់នឹងមានដៃព្រះសង្ឃមួយអង្គបានមកអង្រួនខ្លួនខ្ញុំក្រោកឡើងចៅភ្លឺហើយខ្ញុំបើកភ្នែកសម្លឹងមើលទៅបរិយាកាសនៅជុំវិញនោះឃើញច្បាស់ថាខ្ញុំគឺមកដេកនៅមុខអាសនៈព្រះពុទ្ធធំមួយអង្គនៅក្នុងកុដិព្រះគ្រូសូត្រឆ្វេងព្រមទាំងមានយាយតានិងសមាជិកក្រុមភ្លេងខ្ញុំនឹងពី3នាក់ទៀតកំពុងអង្គុយច្របាច់ដៃច្របាច់ជើងឲ្យខ្ញុំដោយក្តីព្រួយបារម្ភយ៉ាងខ្លាំងភ្លាមនោះខ្ញុំក៏ស្ទុះងើបអង្គុយហើយថ្វាយបង្គំលោកតានិងសំពះយាយតានៅក្បែរនោះពួកគាត់ក៏និយាយព្រមគ្នាថាលេងអីហើយ
កំភៃអីលោកតាជួយរួចរាល់ហើយពេលនោះខ្ញុំរៀននៅមមី10000នៅឡើយហើយក៏ឆ្ងល់ថាម៉េចបានជាខ្ញុំនៅដេកនៅក្នុងកុដិលោកតាដូច្នេះទៅវិញព្រោះយប់មិញខ្ញុំបានចាំច្បាស់ណាស់ថាខ្ញុំនៅឈរមើលល្ខោននៅក្រោមដើមអំពិលទឹកបារាំងទេតើស្របពេលនោះខ្ញុំក៏បានសួរទៅកាន់គ្នាខ្ញុំម្នាក់ទៀតដែលនៅក្បែរនោះថាអញកើតអីមិនបានអញមកដេកនៅនឹងចឹងភ្លាមនោះមិត្តខ្ញុំក៏តបថាយប់មិញហ្នឹងណាអ្នកភូមិឃើញហែងស្រែកយំតែម្នាក់ឯងនៅក្រោមដើមអំពិលទឹកបារាំងអានេះហើយក្រោយមកសុកហែងយកដៃច្របាច់កហើយក៏ដួលស្លាប់បាត់ទៅអូទើបបងប្អូនអ្នកភូមិយើងនៅក្បែរនោះជួយយកប្រេងខ្យល់ឲ្យហែងហិតនឹងច្របាច់ដៃច្របាច់ជើងតែធ្វើយ៉ាងណាក៏ឯងអត់ដឹងខ្លួនសោះដោយគិតថាមិនសូវស្រួលហើយនឹងសង្ស័យថាមានអីម្យ៉ាងនៅក្រោមដើមឈើនោះពួកគាត់ក៏បីឯងមកទីនេះដើម្បីឲ្យលោកតាសូត្រមន្តស្រោចទឹកឲ្យអញ្ចឹងទៅដឹងរឿងប៉ិតហើយខ្ញុំក៏តបថាអូតាប៉ិតយប់មិញនោះដោយសារតែភ័យពេកទើបធ្វើឲ្យខ្ញុំសន្លប់បាត់មាត់បាត់កពេលនោះខ្ញុំមិនបានចាំអ្វីទាំងអស់ថាខ្លួនឯងកើតអីតែពេលបានដឹងរឿងបែបនេះហើយខ្ញុំក៏បានលើកដៃសំពះអរគុណពួកគាត់អ្នកចាស់អ្នកភូមិចាស់ហ្នឹងហើយនឹងថ្វាយបង្គំអរព្រះគុណលោកតាដែលបានជួយស្រោចស្រង់ជីវិតខ្ញុំបើមិនអញ្ចឹងទេខ្ញុំប្រហែលជាចោលឆ្អឹងនៅទីនេះជាក់ជាពុំខានព្រឹកនោះក្រោយពេលព្រះអាទិត្យបើកថ្ងៃខ្ញុំក៏ខ្លាចមកជាសភាពធម្មតាវិញនឹងហាក់ដូចជាស្រស់ស្រាយភ្លឺស្វាងជាងមុនបន្តិចក្រោយពីលោកតាជួយប្រោះព្រំនិងចងខ្សែសីមានៅនឹងកដៃខ្ញុំមកកម្មវិធីចប់រួចរាល់ក៏ដល់ពេលត្រឡប់ទៅផ្ទះវិញខ្ញុំក៏មិនភ្លេចទៅថ្វាយបង្គំលោកតាព្រះចៅអធិការលោកយាយនិងបងប្អូនអ្នកភូមិដែលបានជួយយកអាសាខ្ញុំកាលពីយប់មិញផងដែរជាពិសេសនោះគឺម្ចាស់ផ្ទះដែលបានរាប់អាននិងហៅខ្ញុំទៅគេងសម្រាកញ៉ាំអីនៅផ្ទះគាត់ត្បិតពួកយើងមកដោយដៃទទេមែនប៉ុន្តែខ្ញុំនិងមិត្តភ័ក្តិក៏មានសម្ភារៈនិងថវិកាបន្តិចបន្តួចជូនដល់អ៊ំចាស់នៅទីនោះដែរហើយពួកគាត់ចិត្តល្អណាស់មិនព្រមយករបស់ទាំងអស់នោះទេទាល់តែពួកខ្ញុំអង្វរគាត់ជាច្រើនលើកជាច្រើនសារទៅពួកគាត់ព្រមយកក្រោយមកក្រុមភ្លេងរបស់ខ្ញុំក៏បានឡើងឡានត្រឡប់មកផ្ទះវិញដោយក្តីសុខសប្បាយហើយចាប់តាំងពីពេលនោះមកខ្ញុំក៏លែងបានឃើញខ្មោចទៀតដែរខ្ញុំគិតថាប្រហែលជាខ្ញុំមានបញ្ហាសុខភាពផងគិតច្រើនផងឬក៏រិស័យដាក់ក៏ថាបានដែរគឺថានៅយប់នោះមួយរោងនោះស៊ីលុយមិនឆ្ងាញ់ទេទ្រាំខ្លួនភ័យស្ទើរតែឈួតទៀតបាទអរគុណច្រើនសូមជម្រាបលារឿងទាំងនេះបានកើតឡើងចំពោះភរិយាបងប្រុសម្នាក់ដែលមានឈ្មោះថាបងលីបងលីមានវ័យប្រមាណ40ឆ្នាំបច្ចុប្បន្នគឺជាកម្មករនៅលើកប៉ាល់មួយដ៏ធំនៅខេត្តព្រះសីហនុអញ្ចឹងកប៉ាល់ហ្នឹងជាកប៉ាល់ដឹកប្រេងឬក៏ជាកប៉ាល់ដឹកទំនិញយើងអត់ដឹងទេពួកគាត់អត់បានបញ្ជាក់ដែរការងាររបស់បងលីគឺតម្រូវឲ្យគាត់ត្រូវស្នាក់នៅលើកប៉ាល់ទាំងថ្ងៃទាំងយប់តែម្ដងហើយពេលខ្លះគឺគាត់ត្រូវឡើងមកស្នាក់នៅកំពង់ផែរយៈពេលចន្លោះពី1អាទិត្យទៅកន្លះខែម្ដងទើបគាត់បានត្រឡប់ទៅលេងផ្ទះជួបជុំជាមួយនឹងគ្រួសាររបស់គាត់គ្រួសារបងលីមានសមាជិក6នាក់គឺមានប្រពន្ធគាត់ដែលមានអាយុទើបតែ25ឆ្នាំតែប៉ុណ្ណោះក្មេងដែរគឺជាគ្រូបង្រៀននៅសាលាក្បែរផ្ទះមានឪពុកម្ដាយក្មេកគាត់ហើយនឹងកូនតូចអាយុ3ឆ្នាំម្នាក់ហើយនឹង1ឆ្នាំម្នាក់ទៀតផងជីវភាពគ្រួសាររបស់បងលីគឺសមរម្យកាលនោះបងលីប្រាប់ថាប្រពន្ធរបស់គាត់ត្រូវវិញ្ញាណខ្មោចចូលខ្លួនផងខ្មោចគ្រប់គ្រងលើខ្លួនផងព្រោះរឿងទទួលបានដីគេមរតកពីជីដូនជីតាតែជាសំណាងល្អគាត់បានទៅរកព្រះសង្ឃមួយអង្គជួយតន់បើមិនដូច្នោះទេគាត់អាចនឹងបាត់បង់ប្រពន្ធជាទីស្រឡាញ់របស់គាត់ជារៀងរហូតក៏ថាបានដែរហើយទម្រាំតែគាត់បានដឹងពីការពិតគ្រប់យ៉ាងប្រពន្ធរបស់គាត់ស្ទើរតែខ្លាចទៅជាមនុស្សឈួតបាត់ទៅហើយនឹងមានរឿងស្មានមិនដល់ជាច្រើនបានកើតឡើងនៅក្នុងឆ្នាំនោះព្រោះជាឆ្នាំដែលប្រពន្ធបងលីគឺមានរាសីដាក់ខ្លាំងមែនទែនដែលធ្វើឲ្យគាត់តែងតែជួបនៅរឿងមិនល្អរឿងអពមង្គលជាពិសេសគឺជួបតែពពួកអមនុស្សដែលចូលមកគ្រប់គ្រងផ្លូវចិត្តតែម្ដងបងលីបានប្រាប់ថារឿងដែលគាត់បានជួបនោះគឺនៅប្រហែលជាអំឡុងឆ្នាំ2018នេះតែប៉ុណ្ណោះថ្ងៃមួយពេលគាត់កំពុងតែចុះពីកប៉ាល់ទៅវិញគាត់ក៏បានទទួលទូរស័ព្ទពីឪពុកក្មេកគាត់ថាឲ្យគាត់ប្រញាប់ទៅផ្ទះវិញជាបន្ទាន់ព្រោះប្រពន្ធនិងកូនស្រីរបស់គាត់ដែលមានអាយុប្រហែលជា10ឆ្នាំបានជួបគ្រោះថ្នាក់ចរាចរណ៍ដោយបានជិះម៉ូតូជ្រុលចង្កូតទៅបុកជាមួយនឹងសត្វគោដែលកំពុងតែដើរនៅកណ្ដាលថ្នល់ពេលត្រឡប់មកដល់ផ្ទះវិញបងលីក៏ប្រញាប់រត់ទៅរកប្រពន្ធរបស់គាត់ដោយក្តីបារម្ភខ្លាំងមែនទែនប៉ុន្តែមិនបានកើតអ្វីធ្ងន់ធ្ងរពេកនោះទេព្រោះក្រោយកើតហេតុប្រពន្ធបងលីត្រូវរលាត់ដៃរលាត់ជើងថ្លោះកដៃកជើងតែពេលគ្រោះថ្នាក់នោះគាត់អាចជិះម៉ូតូដឹកក្មួយប្រុសត្រឡប់មកវិញបានធម្មតា
ព្រឹកឡើងបងលីក៏ប្រញាប់រស់រាន់ចេញម៉ូតូដើម្បីដឹកប្រពន្ធរបស់គាត់យកទៅមន្ទីរពេទ្យខេត្តភ្លាមដែរហើយក្រោយពីត្រួតពិនិត្យហើយលោកគ្រូពេទ្យក៏ប្រាប់ថាក៏ជើងប្រពន្ធរបស់គាត់នឹងដួលត្រូវកន្លែងសំខាន់ដែរគឺផ្លត់ឆ្អឹងដូច្នេះត្រូវតែធ្វើការវះកាត់ទៅបានបន្ទាប់មកទៀតពួកគាត់ក៏បានសម្រេចចិត្តទៅរកគ្រូចាប់សរសៃនៅក្នុងភូមិម្នាក់ដែលល្បីក្រោយទទួលការស្ដោះផ្លុំតម្រង់ឆ្អឹងនិងចាប់សរសៃអាការៈភរិយារបស់បងលីក៏បានធូរស្បើយមែនទែនគឺគាត់អាចដើរបានធ្វើការបានធម្មតានឹងឲ្យសសឹងតែជាករណីដែលធ្វើឲ្យគេជឿទៅលើគ្រូខ្មែរដោយសារតែពេលកាច់ទៅភឹមអ្នកជំងឺដើរបានប៉ុន្តែរំលងមិនយូរប៉ុន្មានប្រហែលជាមួយអាទិត្យក្រោយមកប្រពន្ធបងលីក៏ចេះតែស្រក់សាច់ធ្លាក់ខ្លួនស្គមទៅពីមួយថ្ងៃទៅមួយថ្ងៃហើយកែវភ្នែកចាប់ផ្ដើមឡើងខ្មៅខុសប្លែកពីធម្មតាបងលីប្រាប់ថាប្រពន្ធគាត់ដែលធ្លាប់តែជាមនុស្សមានសាច់មានឈាមស្រស់ស្អាតតាំងពីគីឡូ50ជាងស្រាប់តែស្រកគីឡូមកនៅសល់ត្រឹមតែ40គីឡូជាងទៅវិញរឿងនេះបានធ្វើឲ្យឪពុកម្ដាយនិងបងលីមានការងឿងឆ្ងល់យ៉ាងខ្លាំងដោយសារមានការមន្ទិលសង្ស័យនៅក្នុងចិត្តបងលីក៏បានសុំច្បាប់សម្រាកនៅកន្លែងការងារហើយក៏បាននាំប្រពន្ធគាត់ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យតូចធំល្បីៗជាច្រើននៅក្នុងខេត្តព្រះសីហនុប៉ុន្តែក្រោយត្រួតពិនិត្យសុខភាពរាងកាយគ្រប់យ៉ាងចម្លើយពីគ្រូពេទ្យគឺដូចគ្នាទាំងអស់ថាប្រពន្ធរបស់គាត់គ្មានជំងឺប្រចាំកាយអ្វីនោះទេគាត់គ្រាន់តែហត់ឬក៏ stress នឹងការងារផ្ទះតែប៉ុណ្ណោះគ្រូពេទ្យក៏បានឲ្យថ្នាំបើកម្លាំងនិងណែនាំថាឲ្យប្រពន្ធបងលីនឹងព្យាយាមញ៉ាំអាហារឲ្យបានច្រើនបំពេញសុខភាពហើយនឹងសម្រាកឲ្យបានគ្រប់គ្រាន់តាមលទ្ធភាពដែលអាចធ្វើបានដោយនៅមិនស្ងប់ក្នុងចិត្តចុងក្រោយបងលីក៏សម្រេចចិត្តថានឹងនាំប្រពន្ធរបស់គាត់ទៅស្រោចទឹកលើករាសីនៅឯវត្តនឹងរកព្រះសង្ឃខ្លាំងពូកែមួយអង្គដើម្បីមកជួយមើលផងដែរក្រែងលោប្រពន្ធរបស់គាត់នឹងត្រូវអំពើគេជាដើមព្រឹកថ្ងៃបន្ទាប់បងលីក៏បានដឹកប្រពន្ធរបស់គាត់ទៅស្រោចទឹកនៅវត្តដ៏ល្បីមួយបាទកន្លែងហ្នឹងគឺគាត់សុំមិនបញ្ចេញឈ្មោះទេនឹងបាននិមន្តព្រះសង្ឃមួយអង្គដើម្បីឲ្យជួយគុណគូមើលជើងលេខចឹងទៅក្រែងប្រពន្ធរបស់គាត់នឹងត្រូវបានគេដាក់អំពើគាត់បានទៅល្មើសទៅលើព្រលឹងវិញ្ញាណខាងណាខាងណីចឹងណាក្រោយគុណគូចប់សពគ្រប់ព្រះសង្ឃចៅអធិការវត្តក៏បានមានសង្ឃដីកាប្រាប់ទៅបងលីថាប្រពន្ធគាត់ពិតជាត្រូវវិញ្ញាណពួកអមនុស្សតាមមកយាយីមែនតែព្រះអង្គមិនអាចដោះស្រាយបានទេព្រោះព្រះអង្គគឺជាព្រះសង្ឃបដិបត្តិធម៌គ្មានមុនវិជាអាគមអូមអាមអ្វីនោះឡើយបន្ទាប់ពីបានដឹងដូច្នេះហើយបងលីក៏បានថ្វាយបង្គំលាព្រះសង្ឃអង្គនោះត្រឡប់មកផ្ទះវិញតែមុននឹងចាក់ចេញគាត់ក៏បានឆ្លៀតចេញទៅសួរលោកតាអាចារ្យវត្តនិងដូនជីថាតើពួកគាត់មានស្គាល់គ្រូមុនអាគមណាដែលខ្លាំងពូកែអាចជួយប្រពន្ធគាត់បានដែរឬទេភ្លាមនោះក៏មានកូនសិស្សលោកម្នាក់បានដើរមកជិតបងលីនិងបានខ្សឹបប្រាប់គាត់ថាមានគ្រូមុនអាគមល្បីឈ្មោះម្នាក់នៅភូមិត្បូងគេល្បីថាគាត់ខ្លាំងរឿងដោះអំពើណាបងលីឮបែបនេះហើយអរណាស់គាត់ក៏បានសួរនាំនិងសុំលេខទូរស័ព្ទលោកគ្រូនោះពីកូនសិស្សលោកទុកក្រោយបានលេខទូរស័ព្ទហើយយប់នោះបងលីក៏បានខលទៅសួរនាំលោកគ្រូនិងបាននិយាយណាត់គ្នាឲ្យរួចជាស្រេចតែម្ដងស្អែកឡើងបងលីក៏មិនរងចាំយូរដែរក៏បានពឹងឲ្យប្អូនគាត់យកឡានមកដឹកគាត់និងប្រពន្ធរបស់គាត់នឹងទៅឯភូមិខាងត្បូងដើម្បីទៅផ្ទះលោកគ្រូមុនអាគមនោះតែម្ដងផ្ទះលោកគ្រូនោះគឺស្ថិតនៅចុងភូមិរៀងដាច់ស្រយាលពីគេឯងបន្តិចនិងមានរៀបចំជាលក្ខណៈអាសនៈបែបធរអាហើយគាត់ក៏មានរាងចំណាស់អាយុប្រហែលជា60ឆ្នាំទៅហើយដែលគេស្គាល់គាត់ថាគឺជាគ្រូបញ្ជាន់រូបដោះអំពើបែបបុរាណម្នាក់ដែលមានឈ្មោះល្បីខ្លាំងមែនទែនប្រចាំភូមិមកដល់ភ្លាមលោកគ្រូក៏ចាប់ផ្ដើមធ្វើតាមពិធីបុរាណរបស់គាត់របៀបរបបចឹងទៅហើយក៏បានផ្ដាំបងលីថាស្អែកឡើងត្រូវនាំប្រពន្ធរបស់គាត់នឹងមកធ្វើពិធីម្ដងទៀតកុំបីខានក្រោយចប់ពិធីបងលីក៏បាននាំប្រពន្ធរបស់គាត់ត្រឡប់ទៅផ្ទះវិញតែសភាពប្រពន្ធរបស់គាត់ក៏មិនបានប្រសើរឡើងដែរលើកនេះប្រពន្ធរបស់គាត់ចេះតែរអ៊ូថាមិនក៏មានអារម្មណ៍ថាអស់កម្លាំងខ្លាំងម៉េះលហិតលហៃទុនដៃទុនជើងហើយភ្នែករបស់គាត់ចង់តែបិទភ្នែកគេងតែប៉ុណ្ណោះនៅតាមផ្លូវជិះឡានត្រឡប់មកវិញណាបងលីថាចង់បដូរគ្រូផ្សេងមើលម្ដងតែឪពុកម្ដាយក្មេករបស់គាត់ខាត់ព្រោះចាំមើលថាតើពិធីថ្ងៃស្អែកហ្នឹងនឹងមានអ្វីបន្តទៀតក្រែងលោកបានធូរស្បើយជាងនេះពេលនោះក្នុងចិត្តបងលីតបប្រមាល់ខ្លាំងមែនទែនគាត់កាន់តែបារម្ភពីសុខភាពប្រពន្ធរបស់គាត់ជាពិសេសគឺសុវត្ថិភាពថាតើគាត់នឹងមានអីកើតឡើងនៅថ្ងៃស្អែកព្រឹកឡើងមកដល់បងលីបានដឹកប្រពន្ធរបស់គាត់ទៅផ្ទះលោកគ្រូនឹងតាំងពីព្រលឹមម៉ោង6ព្រឹកតែម្ដង
ទៅដល់ភ្លាមលោកគ្រូក៏ចាប់ផ្ដើមធ្វើពិធីរបស់គាត់ដោយការដុតធូប7សរសៃសូត្រធម៌នៅលើក្បាលប្រពន្ធបងលីផងសូត្រធម៌បានមួយសន្ទុះប្រពន្ធបងលីក៏ចាប់ផ្ដើមសើចយកមកតំហឹងតែម្ដងសើចដូចអត់មានរឿងអីសោះសើចយកដូចមិនមែនជាខ្លួនគាត់ចឹងហើយបន្ទាប់មកក៏ចាប់ផ្ដើមយំវិញម្ដងយំសើចដូចមនុស្សអត់គ្រប់សតិចឹងក្រោយមកក៏ត្រឡប់ទៅជាសភាពធម្មតាវិញហើយប្រពន្ធបងលីក៏ចេះតែនឿយហត់អស់កម្លាំងខ្លាំងមែនទែនសង្ងំបិទភ្នែករហូតចប់ពិធីលោកគ្រូក៏ផ្ដាំឲ្យបងលីថាស្អែកឡើងត្រូវនាំប្រពន្ធរបស់គាត់មកធ្វើពិធីម្ដងទៀតដើម្បីជាកិច្ចបញ្ចប់គម្រប់3ថ្ងៃអញ្ចឹងមិនមែនធ្វើតែ2ណាធ្វើ3ថ្ងៃបងលីក៏ចេះតែធ្វើតាមបណ្ដាំលោកគ្រូទៅធ្វើមិនឲ្យចប់ទៅតែនៅក្នុងការគិតនៅក្នុងចិត្តគាត់គឺមិនស្ងប់ឡើយព្រោះឃើញសភាពជំងឺប្រពន្ធរបស់គាត់នៅតែធ្ងន់ដដែលដោយមិនហ៊ានខកខានស្អែកឡើងព្រលឹមស្រាងបងលីក៏នាំប្រពន្ធរបស់គាត់មកដល់ផ្ទះលោកគ្រូតាមសន្យាក្រោយពេលមកដល់លោកគ្រូក៏បានធ្វើពិធីដោយម្សិលមិញដែរតែលើកនេះគាត់បានឲ្យប្រពន្ធបងលីដេកលើគ្រែឫស្សីមួយហើយដាក់ក្បាលដំណេកទៅទិសខាងលិចបន្ទាប់មកគាត់ក៏បានអុជធូប7សរសៃកូរទឹកក្នុងផ្តិលព្រមទាំងសូត្រធម៌ស្ដោះផ្លុំតាំងពីក្បាលដល់ចុងជើងប្រពន្ធបងលីសូត្រប្រមាណបានជាង5នាទីក្រោយមកប្រពន្ធបងលីក៏ស្រែកឡើងដោយសំឡេងឈឺចាប់និងទ្រហោយំខ្លាំងបំផុតប៉ុន្តែម្ដងនេះសំឡេងនោះហាក់ដូចជាមិនមែនសំឡេងប្រពន្ធគាត់នោះទេតែបែរដូចជាសំឡេងក្មេងប្រុសម្នាក់ទៅវិញនេះបង្ហាញឲ្យឃើញថានៅក្នុងខ្លួនប្រពន្ធបងលីគឺជាវិញ្ញាណខ្មោចក្មេងប្រុសដែលកំពុងតែស្ថិតនៅវ៉ាវពេលប្រពន្ធបងលីយំកាន់តែខ្លាំងគាត់ក៏ចាប់ផ្ដើមរើខ្លួនចង់ក្រោកឡើងចេញពីគ្រែដូចជាក្តៅក្រហល់ក្រហាយក្នុងខ្លួនឃើញសភាពមិនស្រួលលោកគ្រូក៏បានឲ្យបងលីនិងឪពុកម្ដាយក្មេកគាត់ជួយចាប់ដៃចាប់ជើងប្រពន្ធបងលីឲ្យដេកទៅវិញហើយលោកគ្រូគាត់ក៏ចេះតែបន្តសូត្រធម៌ជាច្រើនមេដើម្បីបណ្ដេញវិញ្ញាណខ្មោចក្មេងប្រុសនោះឲ្យចេញពីខ្លួនប្រពន្ធបងលីឲ្យខានតែបានសូត្របណ្ដើរលោកគ្រូក៏បានសួរទៅវិញ្ញាណក្មេងប្រុសនោះបណ្ដើរថាឯងជានរណាមកពីណាហេតុអ្វីមកនៅក្នុងខ្លួនគេបែបនេះដោយការឈឺចុកចាប់និងហាក់ដូចជាស្ថិតនៅក្នុងខ្លួនប្រពន្ធបងលីលែងបានវិញ្ញាណខ្មោចក្មេងប្រុសនោះក៏តបថាយើងនៅកន្លែងនេះយូរហើយយើងឯកាណាស់យើងចង់មានគ្នាលេងទើបតាមមកនៅក្នុងខ្លួនវាអូលឺចម្លើយបែបនេះទើបធ្វើឲ្យបងលីនឹកឃើញទៅដល់ពេលដែលប្រពន្ធនិងកូនស្រីរបស់គាត់ដួលម៉ូតូគឺពិតជាកន្លែងដែលប្រលឹងក្មេងប្រុសនោះស្ថិតនៅហើយមើលទៅទើបធ្វើឲ្យវាអាចចូលមកនៅក្នុងខ្លួនប្រពន្ធរបស់គាត់បានដើម្បីចង់មកលេងជាមួយនឹងកូនស្រីគាត់ព្រោះពេលនោះប្រពន្ធរបស់គាត់គឺគ្មានខ្សែកខ្សែចង្កេះវត្ថុស័ក្តិសិទ្ធិអីពាក់នៅនឹងខ្លួនដើម្បីការពារខ្លួនដែរលោកគ្រូក៏ចេះតែសូត្រធម៌បណ្ដើរនិងនិយាយលួងលោមបណ្ដើរផងគំរាមផងទៅប្រលឹងក្មេងប្រុសនោះថាឯងត្រូវតែឆាប់ចេញពីខ្លួនគេទៅបើមិនអញ្ចឹងទេអញនឹងចាត់ការប្រលឹងឯងឲ្យនៅវល់ជាជាពុំខានប្រលឹងក្មេងប្រុសនោះក៏បានស្នើលក្ខខណ្ឌថាអញនឹងចេញទៅដល់រាតណាមានអ្នកទៅធ្វើបន់បញ្ជូនកសលឲ្យអញដើម្បីឲ្យអញទៅចាប់កំណើតសារជាតិថ្មីបងលីក៏បានយល់ព្រមនឹងសំណើនេះដែលគាត់និយាយតបថាខ្ញុំនឹងទៅធ្វើបុណ្យឲ្យគ្រប់ចំនួន7វត្តតែម្ដងឲ្យតែក្មេងនេះព្រមចេញពីខ្លួនប្រពន្ធរបស់គាត់បងលីនិយាយចប់ប្រពន្ធរបស់គាត់ស្រាប់តែប្រកាច់កឡើងរឹងភ្នែកឡើងស្លើបើកធំរួចក៏សន្លប់បាត់ស្មារតីទៅប្រមាណជាង15នាទីក្រោយមកទើបគាត់ភ្ញាក់ដឹងខ្លួនឡើងមកវិញក្រោមការសូត្រធម៌និងស្រោចទឹកមន្តពីលោកគ្រូផងក្រោយមកពួកគាត់ក៏បាននាំគ្នាត្រឡប់មកផ្ទះវិញនិងបានទៅធ្វើបុណ្យទាន7វត្តតាមការសន្យាមែនហើយចាប់តាំងពីពេលនោះមកសុខភាពរបស់ប្រពន្ធបងលីក៏រៀងធូរស្រាលខ្លាំងមែនទែនហើយគាត់ចាប់ផ្ដើមហូបបាយបានគេងបានហើយគីឡូក៏ចាប់ផ្ដើមឡើងមកវិញស្រើដែរប៉ុន្តែរឿងរ៉ាវល្អៗនៅក្នុងផ្ទះបងលីក៏មិនបានកើតឡើងយូរដែររំលងបានតែជាង10ថ្ងៃយប់មួយពេលដែលគ្រូសាបងលីកំពុងតែសម្រានមើលទូរទស្សន៍ជុំគ្នាប្រពន្ធបងលីស្រាប់តែកាត់អាការៈចម្លែកទៀតហើយប្រកាច់ភ្នែកសបើកស្លើតឡើងទៅលើនិងខ្លួនញាក់កន្ត្រាក់ដូចជាត្រូវខ្សែភ្លើងឆក់អញ្ចឹង
បងលីភ័យណាស់ព្យាយាមចាប់ខ្លួនប្រពន្ធគាត់ឲ្យជាប់និងប្រញាប់ដឹកយកទៅមន្ទីរពេទ្យយ៉ាងលឿនទៅដល់មន្ទីរពេទ្យភ្លាមគ្រូពេទ្យបានចាក់ថ្នាំឲ្យប្រពន្ធបងលីមួយម្ជុលហើយគាត់ក៏គេងលក់មួយស្របក់ទៅក្រោយមកអាការៈប្រពន្ធបងលីក៏បានត្រឡប់មកធម្មតាវិញហើយគ្រូពេទ្យក៏បានប្រាប់ថាវាគ្រាន់តែជាអាការៈកន្ត្រាក់ដោយការនឿយហត់ធម្មតាតែប៉ុណ្ណោះចាក់ថ្នាំនិងលេបថ្នាំតែ3ថ្ងៃទៅជាហើយត្រឡប់មកដល់ផ្ទះវិញដោយមិនអស់ចិត្តបងលីក៏បានជិះម៉ូតូទៅរកគ្រូទាយល្បីឈ្មោះនៅក្នុងខេត្តចិត្តនឹងដែលអ្នកស្រុកល្បីថាគាត់មានលក់វត្ថុស័ក្តិសិទ្ធិការពារខ្លួនពីព្រលឹងខ្មោចនានាទៅដល់ភ្លាមគាត់ក៏បានចូលទៅជួបគ្រូទាយនឹងហើយបានទិញរូបព្រះអង្គខ្មៅមួយអង្គយកមកដាក់នៅលើក្បាលដំណេកប្រពន្ធរបស់គាត់ដោយសង្ឃឹមថាអាចជួយការពារនិងបណ្ដេញព្រលឹងវិញ្ញាណដែលមើលមិនឃើញតែការគិតរបស់បងលីគឺមិនដូចការពិតឡើយថ្ងៃមួយប្រពន្ធរបស់គាត់ស្រាប់តែមានអាការៈចម្លែកកាត់ឡើងទៀតដោយនៅយប់មួយនោះពេលដែលកំពុងតែសម្រាកនៅក្នុងផ្ទះប្រពន្ធបងលីស្រាប់តែស្ទុះក្រោកឡើងហើយស្រែកខ្លាំងៗថាចេញទៅកុំមកសង្កត់លើខ្លួនខ្ញុំបងលីភ័យណាស់ចាប់អង្រួនខ្លួនប្រពន្ធគាត់ហើយក៏សួរនាំថាកាត់អីប្រពន្ធបងលីក៏បានប្រាប់ថាគាត់បានឃើញរូបមនុស្សប្រុសខ្មៅមួយមៀតយ៉ាងធំមកសង្កត់លើខ្លួនគាត់សង្កត់កាន់តែធ្ងន់ទៅធ្វើឲ្យគាត់ស្ទើរតែដកដង្ហើមមិនដល់គ្នាឮហើយបងលីចាប់ផ្ដើមភ័យទៀតហើយគាត់កាន់តែច្បាស់ក្នុងចិត្តទៀតហើយថាប្រពន្ធរបស់គាត់ច្បាស់ជាមានវិញ្ញាណអ្វីតាមមកធ្វើបាបទៀតហើយលើកនេះឆ្នាំនេះឆ្នាំសម្ដាងរបស់គាត់ហ្មងជួបគ្រប់មុខព្រឹកឡើងបងលីក៏បាននាំប្រពន្ធទៅរកគ្រូដកអំពើមួយផ្សេងទៀតដែលអ្នកភូមិល្បីតគ្នាថាពូកែខាងដកអំពើនឹងដេញប្រឡឹងចេញពីខ្លួនគាត់ជាដើមដែលគាត់ធ្លាប់មានប្រវត្តិស្នាក់នៅជាមួយនឹងលោកតាសច្ចាំងម្នាក់នៅលើភ្នំត្បែងគ្រូដកអំពើម្នាក់នោះមានវ័យប្រហែលជាង60ឆ្នាំដូចគ្នាមកដល់ផ្ទះលោកគ្រូភ្លាមគ្រាន់តែក្រឡេកមើលឃើញមុខភរិយារបស់បងលីលោកគ្រូនោះក៏បានសួរថាតើផ្ទះដែលឯងកំពុងតែរស់នៅបច្ចុប្បន្នហ្នឹងធ្លាប់មានទំនាស់ក្តីក្តាំជាមួយនឹងអ្នកណាឬក៏អ្នកជិតខាងដែរឬទេឆ្ងល់បដ ாய் ហេតុអីបានសួរអញ្ចឹងបងលីគិតមួយសន្ទុះហើយក៏ឆ្លើយវិញថាបើសម្រាប់ខ្លួនខ្ញុំផ្ទាល់គឺគ្មាននោះទេដោយសារតែខ្ញុំមិនសូវបាននៅផ្ទះជាប់លាប់ខ្ញុំរវល់តែចេញទៅធ្វើការនៅលើកប៉ាល់ឬក៏ពេលខ្លះជាប់នៅលើកំពង់ផែរាប់សិបអាទិត្យឯណោះងាកទៅសួរប្រពន្ធបងលីវិញគាត់ក៏នឹកមិនឃើញដែរថាមានទំនាស់ជាមួយអ្នកណាព្រោះការរស់នៅដូចជាធម្មតាមិនដែលមានរឿងទាស់ពាក្យសម្ដីជាមួយអ្នកណាគេធំដុំនោះឡើយក្រោយទទួលបានចម្លើយបែបនេះលោកគ្រូក៏បានគុណគូនឹងនិយាយប្រាប់ដំណើរសាច់រឿងដែលគាត់មើលឃើញប្រាប់ប្តីប្រពន្ធបងលីថាការពិតនៅក្នុងបរិវេណផ្ទះដែលឯងរស់នៅសប្តាហ៍ហ្នឹងធ្លាប់មានមនុស្សបានយកកំទេចឆ្អឹងខ្មោចអនាថាឬក៏អាចជាឆ្អឹងខ្មោចស្លាប់តៃហោយកទៅរោចដាក់នៅជុំវិញផ្ទះដើម្បីឲ្យពពួកវិញ្ញាណខ្មោចទាំងអស់នោះស្ថិតនៅជាមួយនឹងម្ចាស់ផ្ទះនិងធ្វើបាបម្ចាស់ផ្ទះកុំឲ្យរស់នៅបានសេចក្តីសុខពពួកឆ្អឹងទាំងអស់នោះគឺជារបស់អពមង្គលខ្លាំងណាស់ដែលមិនគួរបណ្ដោយឲ្យមាននៅក្នុងបរិវេណផ្ទះបុគ្គលណាម្នាក់នោះឡើយស្ដាប់ឮហើយបងលីហើយនឹងប្រពន្ធរបស់គាត់ភ័យខ្លាំងមែនទែនណាក៏ភ័យដែរស្ដាប់ឮបែបហ្នឹងគាត់ក៏បានសួរថាតើមានវិធីកែខៃអីអត់លោកគ្រូនោះក៏ប្រាប់វិញថាវិធីចេះតែមានឯងត្រូវត្រៀមប្រដាប់ប្រដាធ្វើសក្ការៈឲ្យបានគ្រប់ចំនួនជាមុនសិននិយាយចប់លោកគ្រូក៏បានយកក្រដាសនិងប៊ិចមកកត់ត្រាឈ្មោះគ្រឿងរដាប់សែនព្រេងសំខាន់ហុចទៅឲ្យលីដើម្បីឲ្យបងលីនឹងយកទៅទិញដើម្បីរៀបចំទទួលបានហើយបងលីក៏នាំប្រពន្ធរបស់គាត់ត្រឡប់ទៅផ្ទះវិញសិនដើម្បីរៀបចំគ្រឿងសែនតាមបណ្ដាំព្រឹកថ្ងៃបន្ទាប់លោកគ្រូក៏បានឲ្យបងលីនឹងទៅទទួលយកគាត់ទៅធ្វើពិធីដល់ផ្ទះបងលីផ្ទាល់តែម្ដងពេលទិញរបស់របរគ្រប់មុខអស់ហើយហ្នឹងដែលមានដូចជាធូបទៀនស្លាម្លូផ្លែឈើមាន់ស្ងោរស្រាសហើយនឹងប្រដាប់សំខាន់មួយចំនួនទៀតព្រមទាំងបងលីបានដឹកលោកគ្រូនឹងមកដល់ផ្ទះលោកគ្រូក៏ចាប់ផ្ដើមធ្វើពិធីជំនាញរបស់គាត់ដោយបានរៀបចំសែនព្រេងនៅក្នុងផ្ទះនិងបានយកធូបមួយសរសៃទៅអុជហើយវាយតាមដៃជើងនិងដងខ្លួនប្រពន្ធរបស់បងលីពេលនោះប្រពន្ធបងលីស្រាប់តែស្រែកឡើងដោយការឈឺចាប់ថាអូយទាំងដែលធប់នោះគ្រាន់តែវាយស្រាតែប៉ុណ្ណោះដូចយកទៅគោះអញ្ចឹងរហូតដល់ពិធីចុងក្រោយគឺការស្រោចទឹកមន្តឲ្យប្រពន្ធបងលីបន្ទាប់មកលោកគ្រូនោះក៏បានប្រគល់រូបព្រះមួយអង្គទុកយកទៅបូជានៅលើផ្ទះដើម្បីការពារពីពពួកអមនុស្សព្រមទាំងវិញ្ញាណកំណាចផ្សេងៗដែលមើលមិនឃើញ
ចាប់ពិធីសពគ្រប់បង្លីក៏បានជូនលោកគ្រូត្រឡប់ទៅវិញតែបើក្រឡេកមើលសភាពប្រពន្ធរបស់គាត់ហាក់ដូចជាមិនតាន់ល្អណាស់ណាទេតែគាត់ក៏បានធូរស្បើយក្នុងចិត្តបន្តិចដែរព្រោះគាត់គិតថាយ៉ាងណាក៏អស់ទុកអស់ភ័យដែរបន្ទាប់ពីលោកគ្រូនោះបានធ្វើពិធីដល់ផ្ទះបែបនេះប៉ុន្មានថ្ងៃក្រោយមកបងលីក៏ដល់ថ្ងៃដែលត្រូវត្រឡប់ចូលទៅកន្លែងធ្វើការវិញតែសុកឪពុកក្មេកក៏បានខលមកប្រាប់បងលីថាប្រពន្ធរបស់គាត់មានអាការៈមិនស្រួលទៀតហើយម្ដងនេះប្រពន្ធបងលីកាន់តែធ្ងន់ធ្ងរគាត់ឈរនិយាយតែម្នាក់ឯងពេលខ្លះទៀតក៏យកបាយសម្លទៅចាក់ចោលនៅគៀនផ្ទះដូចជាយកទៅសែនឲ្យនរណាគេម្នាក់អញ្ចឹងហើយពេលខ្លះទៀតនោះប្រពន្ធបងលីដើរស្រែកលោឡាពេញផ្ទះដូចជាមនុស្សសតិមិនគ្រប់ធ្វើឲ្យកូនចៅខ្លាចគ្រប់គ្នាមិនពេលខ្លះគាត់ឈរនិយាយជាមួយនរណាគេម្នាក់ក៏មិនដឹងក្នុងរឿងចឹងនេះមើលមកឬសបល់បានលឺដំណឹងដូចនេះបងលីក៏សុំច្បាប់មេគាត់មកផ្ទះទៀតហើយមកដល់ផ្ទះលើកនេះបងលីហាក់តតម្រេះណាស់មិនដឹងថាត្រូវទៅរកគ្រូអាគមឬក៏គ្រូពូកែកន្លែងណាទៀតទេព្រោះមួយរយៈចុងក្រោយនេះតាំងពីប្រពន្ធរបស់គាត់ត្រូវខ្មោចក្មេងចូលសន្ធិដ្ឋមកមានប្រលឹងកាយសាហាវក្នុងផ្ទះឯប្រពន្ធរបស់គាត់ចេះតែមានអាការៈផ្ដេសផ្ដាស់ដូច្នេះគាត់មិនដឹងថាត្រូវទៅរកគ្រូណាមើលទៀតទេអស់គ្រូហើយគិតចុះគិតឡើងបងលីក៏នឹកឃើញទៅដល់សម្ដីគ្រូនោះថាផ្ទះដែលគាត់រស់នៅសប្តាហ៍ថ្ងៃធ្លាប់មានមនុស្សបានយកកំទេចឆ្អឹងខ្មោចអនាថាឬក៏ឆ្អឹងខ្មោចស្លាប់តៃហោងយកមករយដាក់នៅជុំវិញផ្ទះដើម្បីឲ្យពពួកវិញ្ញាណខ្មោចទាំងអស់នោះស្ថិតនៅជាមួយនឹងម្ចាស់ផ្ទះគិតដល់ចំណុចនេះភ្លាមគាត់ក៏បានយករឿងនេះទៅសួរឪពុកម្ដាយក្មេករបស់គាត់ថាតើដីផ្ទះនេះដែលគាត់កំពុងតែរស់នៅហ្នឹងមានប្រវត្តិយ៉ាងណាដែរកាលពីមុនសួរចោះសួរឡើងទៅឪពុកម្ដាយក្មេករបស់គាត់ប្រាប់ថាដីនេះគឺជាដីគេមរតកដូនតារបស់ភរិយាបងលីដែលបានស្លាប់ទៅមុនបងលីរៀបការមួយឆ្នាំគាត់ក៏បានបបួលកូនស្រីមកធ្វើផ្ទះរស់នៅលើនេះវិញកាលពីមុនគាត់រស់នៅក្នុងភូមិផ្សេងក្បែរនោះតែដោយដីនោះតូចពេកក៏រើផ្ទះមកសាងសង់នៅលើដីថ្មីនេះវិញប៉ុន្តែដីនេះបានមកក្រោមការច្រណែនពីបងប្អូនជីដូនមួយផ្សេងដតីទៀតព្រោះពួកគេគិតថានេះគឺជាការចែកគេមរតកដែលមិនស្មើភាពគ្នាដីនេះសំតែបានទៅលើអ្នកដែលជាកូនមិនមែនត្រូវធ្លាក់ទៅលើចៅនោះទេចៅនឹងគឺជាភរិយារបស់បងលីនឹងឯងតែឪពុកម្ដាយក្មេករបស់បងលីក៏មិនដឹងថាត្រូវបងប្អូនណាម្នាក់ច្រណែនគាត់ហើយយកកំទេចឆ្អឹងខ្មោចយករឿងរ៉ាវទាំងអស់ហ្នឹងមកធ្វើបែបហ្នឹងដែរព្រោះមុនសាងសង់ផ្ទះដីនេះក៏បានសែនព្រេងធ្វើពិធីក្រុងពិលីត្រឹមត្រូវដែរស្ដាប់ឮចម្លើយពីឪពុកម្ដាយក្មេកគាត់បែបនេះបងលីរៀងស្រងាក់ចិត្តបន្តិចដែរព្រោះគាត់មិនដែលដឹងសោះថាផ្ទះដែលគាត់រស់នៅជុំគ្នាជាមួយនឹងភរិយាសប្តាហ៍ថ្ងៃគឺមានប្រវត្តិមិនសូវល្អបែបនេះកាលពីកំឡោះបងលីគឺជាជាងសំណង់តែក្រោយគ្រាបការគាត់ក៏ផ្លាស់ប្ដូរមកនៅខេត្តព្រះសីហនុតាមប្រពន្ធរបស់គាត់ហើយក៏ធ្វើជាកម្មករលើកប៉ាល់តែម្ដងទៅនៅមិនសុខចិត្តបងលីក៏បានទិញទូរស័ព្ទទៅសួរម្ដាយបង្កើតដែលរស់នៅខេត្តកំពង់ស្ពឺអំពីរឿងរ៉ាវដែលបានកើតឡើងលើភរិយារបស់គាត់ក្រោយស្ដាប់ដឹងរឿងម្ដាយបង្កើតបងលីនឹងក៏បានឡើងទៅរកកូនដល់ព្រះសីហនុភ្លាមដែរដើម្បីផ្ដល់យោបល់ថាតើគួរធ្វើបែបណាអញ្ចឹងណាហើយគាត់ក៏បានប្រាប់ថាគួរតែនិមន្តព្រះចៅអធិការវត្តណាមួយដើម្បីមកសូត្រមន្តរំដោះគ្រោះលើករាសីផ្ទះនេះតែម្ដងទៅបើពិតជាមានវិញ្ញាណខ្មោចមែនគួរតែធ្វើបែបហ្នឹងក្រោយគិតគូរត្រូវគ្នាស្អែកឡើងឪពុកម្ដាយក្មេកនិងឪពុកម្ដាយបង្កើតរបស់លីក៏បាននិមន្តព្រះចៅអធិការវត្តនៅជិតផ្ទះមួយអង្គឲ្យមកសូត្រមន្តលើករាសីផ្ទះគាត់លើកនេះព្រះចៅអធិការវត្តដែលបងលីនិមន្តគឺជាព្រះអង្គដែលទៅតែនិមន្តចេញពីធុដងថ្មីគ្រាន់តែនិមន្តដល់ផ្ទះបងលីភ្លាមព្រះសង្ឃចៅអធិការមិនទាន់បាននិមន្តចូលទៅដល់បរិវេណដីផងនោះព្រះអង្គក៏មានសង្ឃដីកាទៅកាន់បងលីថាញោមរាល់ថ្ងៃញោមរស់នៅយ៉ាងម៉េចដែរផ្ទះនេះមានប្រលឹងវិញ្ញាណរស់នៅពីពេញទាំងអស់អត់តិចជាង10នាក់ទេខ្លះឈរខ្លះអង្គុយខ្លះនៅលើមាត់ចណ្ដើខ្លះអង្គុយនៅមាត់បង្អួចខ្លះទៀតគឺឈរនៅក្បែរខ្លួនញោមតែម្ដងតាមត្រូវគឺគាត់អត់ត្រូវប្រាប់រឿងរ៉ាវទាំងអស់ហ្នឹងទេប៉ុន្តែអាត្មាឆ្ងល់ថាហេតុអីបានច្រើនម្ល៉េះហើយសួរថាម្ចាស់ផ្ទះនៅបានសុខដែរឬទេចឹងបានគាត់សួរតែម្ដងទៅដូចមិនមែនកន្លែងមនុស្សនៅដូចនៅបច្ឆាទៅហើយពូច្រើនពេកហើយនៅក្នុងផ្ទះវិញប្រលឹងវិញ្ញាណខ្មៅសន្ធិដ្ឋដែលមិនត្រូវនឹងធាតុប្រពន្ធរបស់ញោមសោះតែម្ដងឮហើយបងលីបោកភ្នែកធំសម្លឹងមើលព្រះភ័ក្ត្រព្រះអង្គដោយក្តីភ័យខ្លាចនឹងតបទៅវិញថា
ប៉ាត់មែនឬកូនម្ចាស់ខ្ញុំបកករណាមិនដែរដឹងសោះទើបតែឮកូនម្ចាស់មានសង្ឃិកានៅក្នុងថ្ងៃនេះឯងនិមន្តព្រះអង្គចូលគង់ក្នុងផ្ទះសិនកូនម្ចាស់ព្រះអង្គក៏ចាប់ផ្ដើមសូត្រធម៌លើករាសីតាមលំដាប់នៃព្រះពុទ្ធសាសនាដែលបង្លីបានក្រុងទុកបន្ទាប់មកព្រះអង្គក៏បានយកផ្តិលនិមន្តប្រោះព្រំតាំងពីលើផ្ទះរហូតដល់ក្រៅផ្ទះនៅក្នុងគោលបំណងបណ្ដេញឧបទ្រពចង្រៃក៏ដូចជាបណ្ដេញវិញ្ញាណខ្មោចដែលវិលវល់ទាំងអស់នោះចេញពីផ្ទះតែម្ដងក្រោយចប់សពគ្រប់ព្រះសង្ឃចៅអធិការក៏មានសន្និកាប្រាប់បង្លីថាប្រពន្ធបង្លីកំពុងតែត្រូវពពួកវិញ្ញាណខ្មោចអនាថាខំក្រងផ្លូវចិត្តទើបបណ្ដាឲ្យមានសភាពក្នុងចិត្តនឹងមិនប្រក្រតីចេះតែគិតរវើរវាយផ្ដេសផ្ដាសចំណែកឯនៅក្នុងបន្ទប់គេងលើក្បាលដំណេកគឺមានប្រលឹងខ្មៅនៅឈរគ្រប់គ្រងតែម្ដងដែលស្ថិតនៅក្នុងរូបព្រះអង្គខ្មៅដែលបង្លីបានតែងពីគ្រូទាយនៅខេត្តកំពតកាលពីលើកមុននឹងឯងការប៉ັດរូបនេះមិនមែនជារូបព្រះអង្គស័ក្តិសិទ្ធិអ្វីនោះទេវាគ្រាន់តែជាទេវរូបខ្មៅដែលត្រូវបានដាក់បញ្ចូលនៅវិញ្ញាណខ្មោចចាំផ្ទះម្នាក់តែប៉ុណ្ណោះអ្នកណាដែលបានយកមកដាក់នៅក្នុងផ្ទះនឹងធ្វើឲ្យប្រលឹងខ្មោចផ្សេងទៀតមិនហ៊ានចូលមកក្នុងផ្ទះឬក៏ធ្វើបាបម្ចាស់វាក៏ប៉ັດមែនប៉ុន្តែយូរទៅវិញ្ញាណនេះនឹងសន្ធិដ្ឋនៅជាមួយនឹងអ្នកថែរក្សាវាហើយស្រូបយកធម្មពលពីមនុស្សនោះបន្តិចម្ដងដើម្បីទៅចិញ្ចឹមខ្លួនវាដូច្នេះហើយទើបថ្ងៃមុនប្រពន្ធបង្លីក៏បានឃើញមនុស្សប្រុសមៀតធំរូបរាងខ្មៅមកសង្កត់លើខ្លួនស្ទើរតែថប់ដង្ហើមស្លាប់គឺជាម្នាក់នឹងឯង Oh my god ជាចុងក្រោយព្រះសង្ឃចៅអធិការក៏បានផ្ដល់ដំបូន្មានដល់បង្លីថាត្រូវតែដកយករូបទេវរូបខ្មៅនោះយកទៅបោះចោលឲ្យឆ្ងាយនិងត្រូវរៀបចំពិធីបុណ្យទានធំមួយនៅក្នុងផ្ទះដើម្បីឧទ្ទិសបុណ្យកុសលទៅដល់ព្រលឹងខ្មៅអនាថានៅជុំវិញផ្ទះរបស់គាត់ឲ្យគេឆាប់បានទៅចាប់ជាតិឈប់នៅវល់តែតោនៅតំបន់នេះទៀតបន្ទាប់មកព្រះអង្គក៏បានយកខ្សែសីមាពណ៌សមួយដុំមកសូត្រប្រសិទ្ធិហើយក៏ចងទៅលើដៃប្រពន្ធបង្លីចំណែកឯខ្សែសីមាដែលនៅសេសសល់មួយចំណែកធំទៀតក៏បានឲ្យបង្លីយកទៅចងតាមរបងជុំវិញផ្ទះដើម្បីជារនាំងការពារមិនឲ្យខ្មោចព្រាយបិសាចអាចចូលមកក្នុងផ្ទះបានទៀតឡើយចុងក្រោយព្រះអង្គក៏បានផ្ដាំឲ្យបង្លីនិងគ្រួសារជាពិសេសប្រពន្ធរបស់គាត់ថាត្រូវឧស្សាហ៍ទៅវត្តធ្វើបុណ្យឧទ្ទិសកុសលជារៀងរាល់ថ្ងៃសិលនិងរាល់ពិធីបុណ្យទានប្រពៃណីជាតិធំកុំបីអាខានព្រមមានតែការធ្វើបុណ្យដាក់ទានតែប៉ុណ្ណោះដែលអាចជួយលើករាសីនិងជួយការពារខ្លួនយើងពីពពួកអមនុស្សទាំងឡាយបានហើយការដែលពីមុនផ្ទះបង្លីមិនដែលមានរឿងរ៉ាវអ្វីកើតឡើងព្រោះរាសីមនុស្សទាំងអស់នៅក្នុងផ្ទះសុទ្ធតែឡើងខ្ពស់ល្អដោយផលបុណ្យចាស់និងផលបុណ្យថ្មីតែពេលអស់បុណ្យចាស់និងគ្មានបុណ្យថ្មីកើតឡើងទើបធ្វើឲ្យរាសីប្រពន្ធបង្លីធ្លាក់ចុះស្រាប់ជាហេតុធ្វើឲ្យប្រលឹងវិញ្ញាណអមនុស្សអាចចូលមកយាយីបានដោយងាយស្រួលចាប់តាំងពីថ្ងៃនោះមកបង្លីក៏ធ្វើតាមសម្ដីសង្ឃនិការបស់ព្រះអង្គដោយបានយកទេវរូបខ្មៅនោះយកទៅបោះបង់ចោលនៅក្នុងទឹកសមុទ្រនិងបាននិមន្តព្រះសង្ឃមកពីវត្តផ្សេងគ្នាចំនួន10ព្រះអង្គធ្វើបុណ្យសង្ឃទានយ៉ាងធំមួយប៉ិតមែនដើម្បីឧទ្ទិសបុណ្យកុសលទៅឲ្យពពួកវិញ្ញាណខ្មោចអនាថាដែលធ្លាប់តែវល់នៅផ្ទះគាត់ក្រោយមកអ្វីក៏បានប្រសើរឡើងប្រពន្ធបង្លីក៏ត្រឡប់មកមានស្មារតីដូចមនុស្សធម្មតាវិញបន្ទាប់មកគាត់ក៏បានបង្កើតនូវការប្រុងប្រយ័ត្នជាងមុនដោយបានផ្ដាំឪពុកម្ដាយក្មេកគាត់ថាបើមាននរណាគេមកអើតលើមនៅមុខផ្ទះឲ្យប្រញាប់ដេញគេចេញភ្លាមព្រោះយើងមើលមិនដឹងទេថាអ្នកណាស្អប់អ្នកណាស្រឡាញ់បងប្អូនយើងណាខ្លះពេញចិត្តនឹងយើងឬក៏មិនពេញចិត្តនឹងយើងដូច្នេះការពារប្រសើរជាងព្យាបាលដូចក្នុងករណីនេះអញ្ចឹងដែលត្រូវបងប្អូនសាច់ញាតិខ្លួនឯងយកឆ្អឹងខ្មោចអនាថាមកពីណាមិនដឹងមកដាក់លើដីដែលសំផ្ទះបំណងឲ្យម្ចាស់ផ្ទះនឹងនៅមិនបានសុខតែតម្រាំតែដឹងការពិតប្រពន្ធរបស់គាត់នឹងស្ទើរតែបាត់បង់ជីវិតទៅហើយបងប្អូនប្រហែលជាធ្លាប់ឮរឿងបែបស្រដៀងគ្នាអញ្ចឹងនៅក្នុងរឿង Harry Potter នឹងឯងហើយនឹងគឺជាមូលហេតុនៅប៉ែកអឺរ៉ុបសូម្បីតែចិន្តាយន្តដែលមានលេខ13បន្ទប់លេខ13ឬក៏ខុនដូជាន់ទី13អីហ្នឹងគឺត្រូវបានគេលុបបំបាត់ចោលទាំងអស់តែម្ដងបងប្អូននៅថ្ងៃសុក្រទី13ហ្នឹងនៅក្នុងមួយឆ្នាំគឺមានតែមួយថ្ងៃទៅ3ថ្ងៃតែប៉ុណ្ណោះជនបរទេសហ្នឹងគឺខ្លាចថ្ងៃសុក្រទី13រហូតដល់តែមានឈ្មោះហៅតែម្ដងបងប្អូនមានន័យថាក្រុមមនុស្សដែលខ្លាចថ្ងៃសុក្រទី13ហ្នឹងមានឈ្មោះមួយយ៉ាងសម្រាប់ហៅក្រុមហ្នឹងអញ្ចឹងណានោះគឺ Triskaidekaphobia Triskaid ហ្នឹងគឺលេខ3 Deka ហ្នឹងគឺលេខ10ឯ Phobia គឺការភ័យខ្លាចអញ្ចឹងនៅពេលដែលគេបូកសរុបទាំង3ពាក្យហ្នឹងចូលគ្នាបានន័យថាគឺជាបុគ្គលដែលខ្លាចលេខ13ក្រុមបុគ្គលហ្នឹងគឺទៅកន្លែងណាឲ្យតែអង្គុយចំលេខ13ចូលបន្ទប់ទឹកដែលមានលេខ
đập bayឬក៏ឃើញលេខ13លោតមកលើ screen ទូរទស្សន៍ screen ទូរស័ព្ទរបស់ខ្លួនអីហ្នឹងគឺ panic រវើរវាយខ្លាចខ្លាំងតែម្ដងហើយពួកគេបានគិតថានឹងគឺជាថ្ងៃអាក្រក់ថ្ងៃសោយរបស់ពួកគេហើយមានពាក្យម្យ៉ាងទៀតបងប្អូននោះគឺ paraskevideka Triaphobia Paraskevi នឹងមានន័យថាថ្ងៃសុក្រ Decatria នឹងគឺមានន័យថា13អញ្ចឹងគឺជាក្រុមមនុស្សដែលខ្លាចថ្ងៃសុក្រទី13ទៀតផងហើយក្រុមនឹងភាគច្រើនមាន calendar ដាក់នៅក្នុងបន្ទប់របស់ខ្លួនតែម្ដងថ្ងៃណាជាថ្ងៃសុក្រទី13គឺពួកគាត់ដឹងតែត្រៀមខ្លួនបាត់នៅផ្ទះពេញមួយថ្ងៃតែម្ដងកំងអីវ៉ាន់អាហារតាម Food Panda តាមញ៉ាំ24អីនឹងជាដើមពួកគាត់មិនអាចចេញទៅខាងក្រៅបានជាដាច់ខាតដោយនោះគឺជាថ្ងៃសោយរបស់ពួកគាត់អញ្ចឹងបើគេនិយាយពីប្រវត្តិនៃការខ្លាចថ្ងៃសុក្រទី13នឹងវិញគឺវាមានយូរលង់ណាស់មកហើយតាំងពីមេសូប៉ូតេមីអរិយធម៌ក្រិចរ៉ូម៉ាំងអីនឹងជាដើមពួកគេមានការគិតអគតិទៅលើថ្ងៃសុក្រទី13នឹងតាំងពីចំនួនណាចំនួនណីមកម្លេះមនុស្សភាគច្រើនមានកំណត់វិជ្ជមានទៅលើលេខ12ទៅវិញដោយសារតែពួកគេគិតថាមនុស្សយើងកើតមកព័ទ្ធជុំវិញទៅដោយលេខ12តាំងពីណាពីណីមកម្លេះតាំងពីមួយឆ្នាំមាន12ខែរីឯឆ្នាំសត្វហ្នឹងក៏មាន12ឆ្នាំពាក់កណ្ដាលថ្ងៃមាន12ម៉ោងពាក់កណ្ដាលយប់មាន12ម៉ោងអាទិទេពរបស់អូឡាំព្យាក៏មាន12អង្គអញ្ចឹងធ្វើឲ្យគេគិតថា12ហ្នឹងគឺជាលេខដែលសមសួនល្មមប្រើប្រាស់អញ្ចឹងណានាំលៀបនាំជ័យតែម្ដងធ្វើឲ្យលេខណាដែលលើសពី12ដូចជាលេខ13ហ្នឹងនាំឲ្យគេគិតថាវាគឺជារបស់លើសគឺជាចំណុចមិនល្អជាចំណុចបន្ថែមហើយក៏គឺជាលេខនាំគ្រោះផងដែរហើយសម្រាប់បងប្អូនគ្រីស្ទៀនកាន់សាសនាយេស៊ូគ្រីស្ទវិញពួកគាត់បានកត់ត្រានៅហេតុការណ៍មួយដ៏គួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែនគឺពួកគាត់ជឿជាក់ថាថ្ងៃសុក្រទី13ហ្នឹងមិនល្អដោយសារតែវាតាក់ទងទៅនឹងព្រឹត្តិការណ៍មួយគឺ The Last Supper ដែលមានមនុស្ស13នាក់ទទួលទានអាហាររួមតុចុងក្រោយជាមួយនឹងព្រះយេស៊ូវនៅក្នុងនោះមានបុគ្គលម្នាក់គឺជាបុគ្គលអាក្រក់ឈ្មោះថា Judas ដោយសារតែបុគ្គលម្នាក់នឹងឯងទើបបានជាគេយកព្រះអង្គទៅចងឆ្កាងនៅលើឈើខ្វែងនៅចំថ្ងៃសុក្រតែម្ដងហើយនឹងឯងគឺជាហេតុផលដែលធ្វើឲ្យបងប្អូនគ្រីស្ទៀនមិនសូវជាចូលចិត្តថ្ងៃសុក្រទី13ប៉ុន្មាននោះទេព្រោះវាគឺជា unlucky number ជា unlucky day ចឹងណាបងប្អូនប៉ុន្តែក៏មានបងប្អូនគ្រីស្ទៀនមួយចំនួនទៀតបានគិតថានឹងគឺជា Good Friday ព្រោះថ្ងៃនឹងគឺជាថ្ងៃដែលព្រះយេស៊ូវបានលាងបាបទៅដល់មនុស្សទូទាំងសកលលោកអញ្ចឹងស្ដាប់ទៅស្ដាប់មកតើថ្ងៃសុក្រទី13នឹងគឺជាថ្ងៃល្អឬក៏ថ្ងៃអាក្រក់ហើយសម្រាប់ថ្ងៃសុក្រដែលតាក់ទងជាមួយនឹងជំនឿមិនល្អរបស់គ្រិស្តបរិស័ទនឹងមានដូចជាថ្ងៃសុក្រគឺជាថ្ងៃដែលនាងអេវបានផ្ដល់ផ្លែប៉ោមបាបនឹងទៅដល់អាដាមគឺចំថ្ងៃសុក្រតែម្ដងហើយក៏ជាថ្ងៃដែលខេនកូនប្រុសច្បងរបស់នាងអេវនិងអាដាមហ្នឹងបានសម្លាប់ប្អូនបង្កើតរបស់ខ្លួនអាបែលនៅចំថ្ងៃសុក្រផងដែរហើយនៅក្នុងជំនឿในថ្ងៃសុក្រទី13ថាជាថ្ងៃអាក្រក់នឹងទៀតសោតក៏មិនមែនស្ថិតនៅក្នុងតែសាសនាគ្រិស្តទេបងប្អូនពោលគឺតាក់ទងជាមួយនឹងប្រជាពលរដ្ឋដែលគាត់រស់នៅតំបន់ខាងជើងនៃផែនដីរបស់យើងមានដំណើរទេពមួយគឺ Balder ដែលជាទេពនៃភាពភ្លឺស្វាងគឺជាកូនរបស់នាង Frigga ដែលជាមេធ្មប់ហ្នឹងណាគឺ Balder ហ្នឹងបានយល់សប្តិថាខ្លួននឹងត្រូវស្លាប់ទើបធ្វើឲ្យម្ដាយនាង Frigga ហ្នឹងភ័យខ្លាចខ្លាំងមែនតែម្ដងក៏ស្រវេស្រវាទៅសុំនេះសុំនោះប៉ងប្រាថ្នាសពគ្រប់បែបយ៉ាងដើម្បីទៅយកវត្ថុទិព្វនិងវត្ថុទាំងឡាយដែលអាចធ្វើឲ្យកូនរបស់ខ្លួនហ្នឹងបាត់បង់ជីវិតគឺនាងបានធ្វើដំណើរជុំវិញចក្រវាឡឆ្លងចក្រវាឡទៅទៀតដើម្បីការពារកូនប្រុសរបស់ខ្លួនហើយពិតជាទទួលបានផលមែនប៉ុន្តែជាអកុសលនាងភ្លេចសុំនៅរបស់ម្យ៉ាងដែលអាចសម្លាប់កូនប្រុសរបស់ខ្លួនបានគឺដើមឈើ Mistletoe នឹងឯងគឺជាដើមដែលមានផ្លែតូចមើលទៅបែបដើមឈើធម្មតាហ្នឹងណារីឯរបស់ដែលគិតថាអាចសម្លាប់ Balder ជាកូនប្រុសរបស់ខ្លួនដទៃទៀតហ្នឹងបានសុំមកអស់ហើយដោយសារតែឃើញម្ដាយបានសុំនៅរបស់គ្រោះថ្នាក់មកអស់ហើយអញ្ចឹង Balder ក៏បានចិត្តក៏ទៅជប់លៀងជាមួយនឹងពួកម៉ាក់ដូចធម្មតានៅពេលហ្នឹងគឺមានអាទិទេពជុំគ្នានៅក្នុងការជប់លៀងហ្នឹងបានសួរថាអត់អីទេអត់ស្លាប់ទេលេងស្លាប់ទេហើយគាត់ក៏ឆ្លើយតបថាអត់អីទេម្ដាយរបស់ខ្លួនហ្នឹងចាត់ការរួចសពគ្រប់ទៅហើយមិនចាត់បាច់បារម្ភទេបើមិនជឿទេបាញ់មកបើមិនជឿទេយកអានេះគប់មកអញ្ចឹងណាអញ្ចឹងនៅកន្លែងហ្នឹងមិត្តភ័ក្តិរបស់គេក៏យកកបិតយកអីយកមកចាក់អញ្ចឹងទៅ Balder ហ្នឹងពិតជាអត់ស្លាប់មែនហើយទីបំផុតជនបង្ករឿងពិតប្រាកដក៏បានបង្ហាញខ្លួននោះគឺលោក
Lucky អ្នកទាំងអស់គ្នាគឺគាត់បានដឹងថា Frigga ផ្លេចសុំដើម Mistletoe យកទៅជាមួយអញ្ចឹងទេដោយសារតែមិនចូលចិត្ត Boulder ស្រាប់ផងក៏និយាយថាបើម្នាក់ស្រឡាញ់ Boulder ខ្លាំងដល់ថ្នាក់ហ្នឹងចាំគេចាត់ការឲ្យមើលគឺ Lucky ហ្នឹងជាអាទិទេពចិត្តអាក្រក់អញ្ចឹងណាអញ្ចឹងគេក៏បានកាន់ដើម Mistletoe ហ្នឹងធ្វើដំណើរទៅរក Hooder ដែលជាប្អូនបង្កើតរបស់ Boulder ហ្នឹងតែម្ដងញុះញង់ឲ្យ Hooder ហ្នឹងប្រាប់ថានេះយកអានេះគប់ទៅយកអានេះបលែងលេងជាមួយបងប្រុសរបស់ខ្លួនអញ្ចឹងទៅដើម្បីបង្កើតការសប្បាយហើយ Hooder ដែលគិតថា Boulder លែងមានបញ្ហាហើយស្រាប់តែគប់ចោះគប់ឡើងក៏ចំទ្រូងរបស់ Boulder បណ្ដាលឲ្យបងប្រុសបង្កើតរបស់ខ្លួនស្លាប់ហើយរឿងហ្នឹងបានធ្វើឲ្យអាទិទេពពេញឋានលើតែម្ដងមិនពេញចិត្តទេដោយសារតែ Boulder គឺជាសំណប់ចិត្តរបស់គ្រប់គ្នាអញ្ចឹងណាបងប្អូនហើយចុះវាតាក់ទងអីជាមួយនឹងលេខ13ពិតជាតាក់ទងដោយសារតែនៅក្នុងកម្មវិធីជប់លៀងនោះអ្នកចូលរួមតាមពិតទៅដំបូងឡើយមានត្រឹមតែ12អ្នកតែប៉ុណ្ណោះហើយ Lucky នឹងឯងគឺជាជនទី13ដែលមកចូលរួមក្រោយគេហើយបង្ករឿងហើយរឿងទាំងអស់ហ្នឹងបានធ្វើឲ្យប្រជាពលរដ្ឋដែលរស់នៅតំបន់ពោឬក៏តំបន់ខាងជើងនៃផែនដីហ្នឹងមិនសប្បាយចិត្តជាមួយនឹងលេខ13ប៉ុន្មានទេនៅគ្រប់ពេលវេលាដែលមានកម្មវិធីហ្នឹងគេកម្រអញ្ជើញមនុស្សឲ្យគ្រប់13អ្នកណាគឺបើមិនធ្វើឲ្យខ្វះឬក៏ពន្លឺតែម្ដងបងប្អូនហើយបងប្អូនប្រហែលជាធ្លាប់ឮរឿងបែបស្រដៀងគ្នាអញ្ចឹងនៅក្នុងរឿង Harry Potter នឹងឯងហើយនឹងគឺជាមូលហេតុហើយតើតើជាមួយនឹងថ្ងៃសក់នៅក្នុងជំនឿប្រជាពលរដ្ឋរស់នៅតំបន់ពោខាងជើងនឹងផងដែរគឺ Frigga គឺជាធ្មប់មិនអញ្ចឹងអ្នកខ្លះគិតថាមិនល្អទេតែអ្នកខ្លះទៀតគិតថាល្អសម្រាប់អ្នកដែលគិតថាល្អដោយសារតែគេគិតថា Frigga គឺជាធ្មប់មែនប៉ុន្តែនាងគឺជាប្រពន្ធរបស់ Odin អញ្ចឹងថ្ងៃហ្នឹងគឺល្អគឺអាចយកទៅរៀបអាពាហ៍ពិពាហ៍ឬក៏ចាត់កម្មវិធីនានាបាននៅក្នុងថ្ងៃនោះប៉ុន្តែអ្នកខ្លះទៀតអាចជាអ្នករស់នៅតំបន់ពោខាងជើងឬក៏ជាគ្រឹះបរិស័ទដែលមើលមកជំនឿរបស់អ្នករស់នៅពោខាងជើងអញ្ចឹងបានគិតថាអត់ទេគាត់អត់ចូលចិត្តមេធ្មប់ទេអញ្ចឹង Frigga គឺជាមេធ្មប់អញ្ចឹងថ្ងៃសក់គឺមិនល្អនោះទេដោយសារតែ Frigga តំណាងឲ្យថ្ងៃសក់បាទហើយរឿងមួយទៀតដែលគេជឿជាក់តាក់ទងទៅនឹងក្រុម Knight Templar ដែលជាក្រុមទាហានជិះសេះដែលមានជំនឿនិងជាក្រុមលោកឪដែលជួយផ្សព្វផ្សាយសាសនាគ្រិស្តអញ្ចឹងណាពួកគេនឹងគឺមានឥទ្ធិពលខ្លាំងមែនទែនដោយទទួលបានការឧបត្ថម្ភពីគ្រិស្តបរិស័ទតាំងពីឆ្នាំ1129មកម្លេះបាទតាំងពីសតវត្សទី12អ្នកទាំងអស់គ្នាហើយក្រោយចាប់សង្គ្រាម Crusades ខាងក្រុម Knight Templar នឹងក៏ចាប់ផ្ដើមធ្លាក់ចុះឥទ្ធិពលរបស់ខ្លួនបន្តិចម្ដងហើយរឿងរ៉ាវនឹងគឺអញ្ចេះព្រះចៅPhilip ទី4នៃប្រទេសបារាំងធ្លាប់បានទឹកខ្ចីលុយក្រុមហ្នឹងដោយសារតែក្រុមហ្នឹងទទួលបានប្រាក់ឧបត្ថម្ភច្រើនអញ្ចឹងណាប៉ុន្តែពេលនោះក្រុមហ្នឹងបានបដិសេធក៏ធ្វើឲ្យព្រះចៅ Philip ទី4ហ្នឹងគឺមិនសប្បាយចិត្តទេមិនអូខេទេទើបគាត់ឆ្លៀតឱកាសសងសឹកក្រុមហ្នឹងនៅពេលដែលឥទ្ធិពលរបស់ក្រុម Knight Templar ហ្នឹងធ្លាក់ចុះគាត់បានបញ្ជាឲ្យទាហានទៅចាប់ក្រុមហ្នឹងរាប់រយនាក់យកមកដាក់ទោសហើយនៅក្នុងហ្នឹងគឺមានជាង54នាក់ត្រូវបានគេដុតទាំងរស់តែម្ដងបងប្អូនរហូតដល់នៅក្នុងឆ្នាំ1312 Knight Templar ហ្នឹងក៏រលាយបាត់បង់ទាំងស្រុងតែម្ដងហើយសួរថានឹងគឺជារឿងពិតដែរឬអត់តាមខ្ញុំស្រាវជ្រាវមកមិនមែនជារឿងពិតទេតាមពិតគឺគេនិយាយតគ្នាតាមរឿងប្រឌិតនៅក្នុងរឿងនិទានរបស់ Dan Brown នៅក្នុងសៀវភៅ The Da Vinci Code នឹងឯងចុងក្រោយសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរយើងវិញតែងតែមានជំនឿទៅលើថ្ងៃខែជីវិតប្រចាំថ្ងៃសោយថ្ងៃហេងអីអញ្ចឹងណាទៅលើការរកស៊ីនៅពេលដែលយើងចាប់ផ្ដើមមុខរបររកស៊ីអីហ្នឹងគឺបងប្អូនយើងតែងតែទៅរកគ្រូទាយគ្រូមើលខែមើលឆ្នាំអីអញ្ចឹងទៅហើយបើបងប្អូនកាត់ចិនតិចវិញគឺជឿជាក់ទៅលើហុងស៊ុយមិនអញ្ចឹងបាទនៅពេលដែលចាប់ផ្ដើមមុខរបររកស៊ីអីហ្នឹងគឺបែរមុខខាងទៅខាងណាដាក់កន្លែងគិតលុយកេសៀយើងបែរទៅកន្លែងណាដាក់តុកដាក់កៅអីភ្ញៀវនៅតំបន់ណាដើម្បីឲ្យភ្ញៀវចូលច្រើនគឺយើងជឿជាក់សុបតែម្ដងសម្រាប់ការគិតរបស់ខ្ញុំវិញការជឿជាក់ហ្នឹងអាចល្អអាចមិនល្អប៉ុន្តែភាគច្រើនគឺល្អហេតុអីបើសិនជាយើងជឿដោយមានហេតុមានផលមិនបង្កបញ្ហាដល់មនុស្សជុំវិញខ្លួនមិនប៉ះពាល់ដល់សតិរបស់បុគ្គលណាម្នាក់ឬក៏មុខរបររកស៊ីរបស់អ្នកដទៃទេការជឿនេះគឺបានជួយឲ្យយើងមានចិត្តស្ងប់បងប្អូនហើយធ្វើឲ្យយើងនឹងមិនឆាប់ភ័យខ្លាចទៅលើឧបសគ្គដែលកើតឡើងនៅចំពោះមុខយើងនោះទេនិយាយរួមទៅជឿច្រើនល្អប៉ុន្តែជំនឿដែលសំខាន់បំផុតមិនថានៅក្នុងការរស់នៅក្នុងសង្គមការសិក្សាការរកស៊ីប្រើប្រាស់ជីវិតជំនឿមួយទៀតដែលសំខាន់បំផុតដែលអត់ជំនឿហ្នឹងគឺបងប្អូនប្រកាសជាជួបបរាជ័យខ្លាំងមែនតែម្ដងនោះការជឿឬក៏ជំនឿលើខ្លួនឯងបាទបងប្អូននៅពេលដែលយើងមានជំនឿលើខ្លួនឯងបងប្អូនអត់សូវភ័យខ្លាចទេហើយអត់ឆាប់ជឿពាក្យអ្នកដទៃឬក៏ពាក្យបំបាក់ទឹកចិត្តដែលយើងជួបច្រើនជាងពាក្យលើកទឹកចិត្តនៅក្នុងការប្រើប្រាស់ជីវិតនឹងឯងបើយើងជឿជាក់លើសម្លេងខ្លួនឯងហើយពេលដែលបងប្អូនជួបឧបសគ្គពាក្យបំបាក់ទឹកចិត្តនៅក្នុងការរកស៊ីក្តីការសិក្សាក្តីក៏យើងមិនងាយបោះបង់ឬក៏មិនងាយចោះចាញ់ដែរ
ផ្ទុយទៅវិញបើសិនជាបងប្អូនខ្វះជំនឿមិនទុកចិត្តទៅលើខ្លួនឯងគឺយើងងាយបោះបង់នៅអ្វីដែលយើងកំពុងធ្វើណាបងប្អូនគេនិយាយតែបន្តិចបំបាក់ទឹកចិត្តយើងតែបន្តិចយើងលែងចង់ធ្វើបាត់ហើយមិនថាការរៀនសូត្រអីហ្នឹងគឺបោះបង់ចោលកណ្ដាលទីតែម្ដងគ្មាននរណាមកលើកទឹកចិត្តយើងទេមានតែយើងនឹងឯងត្រូវតែជាបុគ្គលដែលលើកទឹកចិត្តឲ្យខ្លួនឯងហើយមានបងប្អូនខ្លះទៀតគ្មាននរណាមកបំបាក់ទឹកចិត្តគាត់ទេតែគាត់នឹងឯងប្រាប់ខ្លួនឯងឲ្យបាក់ទឹកចិត្តប្រចាំតែម្ដងរហូតដល់ធ្វើឲ្យខ្លួនឯងលែងមានទំនុកចិត្តអញ្ចឹងបងប្អូនត្រូវតែប្រយ័ត្នប្រយែងបន្តិចនៅត្រង់ចំណុចនេះចុងក្រោយមានរឿងរ៉ាវជាច្រើនដែលតាក់ទងទៅនឹងថ្ងៃសុក្រទី13ថាជាថ្ងៃមិនល្អតែតាមការពិតទៅមានបុគ្គលប្រវត្តិសាស្ត្រនិងបុគ្គលសំខាន់ជាច្រើនដែលស្លាប់ក្រៅពីថ្ងៃទី13បានន័យថាមិនហេតុការរញ្ជួយដីភ្លើងឆេះព្រៃបុគ្គលនេះជួបបញ្ហានេះបុគ្គលនោះជួបបញ្ហានោះគឺកើតឡើងជាប្រចាំមិនមែនតែថ្ងៃទី13ទេមែនទេបងប្អូនជំនឿតាក់ទងជាមួយនឹងថ្ងៃសុក្រទី13ថាជាថ្ងៃខ្មោចព្រាយបិសាចថ្ងៃអាក្រក់ហ្នឹងវាគ្រាន់តែជាការជឿរបស់បុគ្គលម្នាក់តែប៉ុណ្ណោះនិយាយរួមការធ្វើអ្វីមួយដោយប្រុងប្រយ័ត្នត្រូវតែអនុវត្តឲ្យបានជារៀងរាល់ថ្ងៃមិនអញ្ចឹងមិនមែនតែថ្ងៃសុក្រទី13នោះទេតែទោះបីជាជឿឬក៏មិនជឿវាអាស្រ័យទៅលើវិចារណញ្ញាណរបស់បុគ្គលម្នាក់ព្រោះអ្នកស្រាវជ្រាវផ្នែកចិត្តសាស្ត្រក៏បានរកឃើញដែរថាអ្នកខ្លះភាគច្រើនតែងតែឈឺឬក៏ជួបគ្រោះថ្នាក់នៅក្នុងថ្ងៃសុក្រទី13នេះនឹងគឺបណ្ដាលមកពីពួកគេមានអារម្មណ៍រវើរវាយមានភាពភ័យខ្លាចជ្រុលគឺពួកគាត់ជឿថាថ្ងៃសុក្រហ្នឹងគឺមិនល្អថ្ងៃសុក្រហ្នឹងគឺមិនល្អអញ្ចឹងណារហូតដល់កើតទៅជាស្លន់ស្លោធ្វើអ្វីក៏មិនត្រូវព្រោះតែដឹងថាខ្លួនឯងកំពុងតែប្រឈមមុខជាមួយនឹងថ្ងៃអាក្រក់ថ្ងៃមានគ្រោះថ្ងៃអថានបែបនេះឯងមែនឬក៏មិនមែនគ្មាននរណាអាចពិសោធន៍បានទេប៉ុន្តែមនុស្សភាគច្រើនដែលនិយាយផ្ទាល់មាត់ថាខ្លួនឯងមិនជឿហ្នឹងណាឲ្យពួកគេទៅជួផ្ទះល្វែងទៅនៅសន្តាគារដែលមានលេខ13ហ្នឹងពួកគេត្រឡប់បែរទៅជាមិនហ៊ាននៅទៅវិញហើយបងប្អូនមានគំនិតយ៉ាងណាដែរចំពោះថ្ងៃសុក្រទី13បងប្អូនមានបទពិសោធន៍យ៉ាងណាដែរព្រោះថាថ្ងៃសុក្រទី13ទើបតែកន្លងផុតកាលពីប្រហែលថ្ងៃមុននេះទេបាទចូលរួមចែករំលែកបទពិសោធន៍របស់បងប្អូនថាល្អឬក៏មិនល្អនៅថ្ងៃសុក្រទី13បន្តិចមកនៅក្នុងប្រអប់ comment ខាងក្រោមហើយអរគុណច្រើនក្នុងការតាមដានវីដេអូឃ្លីបមួយនេះហើយជួបគ្នានៅវីដេអូឃ្លីបក្រោយៗទៀត